អ្នកជឿទេកូនប្រុសម្នាក់ដែលទើបតែឈ្នះឆ្នោតជាង20 ប៊ីលានរៀលបានត្រឡប់មកភូមិវិញដើម្បីសងគុណឪពុកម្ដាយប៉ុន្តែអ្វីដែលគាត់បានឃើញមិនមែនជាគ្រួសារដែលមានសុភមង្គលនោះទេគឺឪពុកម្ដាយរបស់គាត់កំពុងអង្គុយកិនបាយជាមួយអំបិលនៅក្នុងខ្ទមដ៏ទ្រុឌទ្រោមមួយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺ15 ឆ្នាំមកហើយគាត់បានផ្ញើលុយមកវិញរៀងរាល់ខែមិនដែលខកខានម្ដងណាឡើយដូច្នេះលុយនោះទៅណាហេតុអ្វីបានជាឪពុកម្ដាយរបស់គាត់រស់នៅដូចជាមិនដែលទទួលបានប្រាក់មួយរៀលសោះហើយនរណាជាអ្នកបង្វែរសេចក្ដីស្រឡាញ់របស់កូនប្រុសម្នាក់ទៅជាសោកនាដកម្មដែលអូសបន្លាយអស់ជាមួយស្វិតរឿងនេះនឹងធ្វើឲ្យអ្នកគិតឡើងវិញអំពីពាក្យថាគ្រួសារនិងអាថ៌កំបាំងដែលអាចលាក់បាំងនៅក្នុងចំណោមមនុស្សដែលជិតស្និទ្ធបំផុតរបស់អ្នករថយន្តខ្មៅមួយគ្រឿងបានឈប់នៅតាមផ្លូវដីតូចចង្អៀតដែលនាំទៅកាន់តំបន់ផ្ទះជួលបណ្ដោះអាសន្ននៅតាមមាត់ព្រែកភូកក្បែរតំបន់ឧស្សាហកម្មរសៀលនៅភាគខាងត្បូងមានអាកាសធាតុក្តៅហុយបរិយាកាសពោពេញដោយក្លិនទឹកស្អុយនិងសម្រាមសើមខ្យល់បក់ម្ដងគ្រាន់តែធ្វើឲ្យក្លិននោះកាន់តែខ្លាំងឡើងសេឡាអង្គុយស្ងៀមនៅក្នុងឡានដៃទាំងពីរកាន់ចង្កូតជាប់ភ្នែកសម្លឹងទៅមុខយ៉ាងមុតមមដូចជាខ្លាចថាគ្រាន់តែព្រិចភ្នែកអ្វីដែលគាត់កំពុងឃើញនឹងបាត់ទៅប៉ុន្តែមិនអីទេវាគឺនៅទីនោះផ្ទះជួលតូចធ្វើពីស័ង្កអសីចាស់ដែលដេរភ្ជាប់ដោយផ្លាស្ទិកនិងឈើពុកផុយរៀបជិតគ្នាជាជួរវែងនៅលើដីភក់ល្បាប់ក្មេងមួយចំនួនកំពុងរត់ជើងទេសើចលេងដោយរីករាយទោះបីជាសម្លៀកបំពាក់ប្រឡាក់ក៏ដោយស្ត្រីម្នាក់កំពុងអង្គុយបោកគក់សម្លៀកបំពាក់ក្បែរអាងទឹកខ្មៅរីឯនៅឆ្ងាយបុរសស្គមម្នាក់កំពុងអោនដុតសម្រាមដើម្បីយកឈូងសេឡាស្ទុះលេបទឹកមាត់កំពូលមាត់ស្ងួតគាត់បានដើរស្វែងរកឪពុកម្ដាយរបស់គាត់គ្រប់ទីកន្លែងអស់ជាច្រើនថ្ងៃមកហើយពីស្រុកកំណើតឡើងទៅទីប្រជុំជនសួរអ្នកស្គាល់គ្នាចាស់ម្ដងម្នាក់ហាងលក់ទំនិញម្ដងមួយហាងកាហ្វេតាមផ្លូវម្ដងមួយហើយបន្ទាប់មកមានអ្នកណាម្នាក់បានប្រាប់គាត់ឲ្យមកទីនេះដោយនិយាយទាំងស្ទាក់ស្ទើរដូចជាមិនចង់ជឿលើអ្វីដែលគាត់កំពុងនិយាយឮថាលោកពូអ្នកមីងបួនឥឡូវរស់នៅក្បែរតំបន់ផ្ទះជួលក្បែរព្រែកនោះជីវភាពលំបាកណាស់សេឡាពេលនោះគ្រាន់តែសើចស្អប់គិតថាប្រហែលជាពួកគេច្រឡំហើយមិនអាចទេគាត់បានផ្ញើលុយមកវិញជាទៀងទាត់អស់ជាច្រើនឆ្នាំតើឪពុកម្ដាយរបស់គាត់អាចរស់នៅក្នុងកន្លែងបែបនេះដោយរបៀបណាប៉ុន្តែឥឡូវនេះនៅពេលដែលគាត់បានឃើញដោយផ្ទាល់ភ្នែកគាត់គ្រាន់តែប្រាថ្នាថាគាត់មិនដែលបានរកឃើញពួកគេនៅចុងជួរផ្ទះជួលគឺនៅបន្ទប់តូចបំផុតទ្វារបើកបន្តិចសេឡាបានឃើញស្រមោលមនុស្សពីរនាក់ដែលធ្លាប់ស្គាល់ដល់ថ្នាក់ជាចាប់អ្នកមីងណាឌីកំពុងអង្គុយលើកៅអីផ្លាស្ទិកទាបក្នុងកង់ចុះសក់របស់គាត់បានប្រែជាស្គោះចុងផ្អកនៅខាងក្រោយក្បាលនៅពីមុខគាត់គឺជាថាសអាលុយមីញ៉ូមចាស់មួយនៅលើនោះមានតែបាយ1ចាននិងម្ហូបបន្លែស្ងោរ1ចាននៅក្បែរនោះគឺទឹកត្រីលីទឹកលោកពូសុខាអង្គុយទល់មុខរាងកាយស្គមស្កាំងដល់ថ្នាក់ឲ្យចាស់ធំទូលីដូចជាព្យួរលើខ្លួនប្រាណរបស់គាត់កាន់ចង្កេះញ័ររើបន្លែម្ដងមួយយឺតដូចជាខ្លាចអស់គ្មានសាច់គ្មានត្រីគ្មានអ្វីដែលសេឡាធ្លាប់ស្រមៃអស់ជាច្រើនឆ្នាំមកហើយនៅពេលដែលគាត់ផ្ញើលុយមកវិញសេឡាមានអារម្មណ៍ថាបេះដូងរបស់គាត់ដូចជាត្រូវច្របាច់គាត់ធ្លាប់ស្រមៃឃើញទិដ្ឋភាពខុសគ្នាទាំងស្រុងផ្ទះថ្មីស្អាតមួយក្បាលម៉ាស៊ីនបោកគក់ពេញលេងម្ដាយញ៉ាំពេលធ្វើម្ហូបឪពុកអង្គុយផឹកតែក្បែររៀនហាលគាត់ធ្លាប់ស្រមៃថាពួកគេនឹងរស់នៅយ៉ាងសុខស្រួលមិនបាច់បារម្ភពីអាហារពេលព្រឹកដូចកាលពីមុនទៀតទេនោះហើយជាមូលហេតុដែលគាត់បានទទួលរងការលំបាកនៅភ្នំពេញធ្វើការរហូតដល់អស់កម្លាំងសន្សំប្រាក់រាល់រៀលដើម្បីផ្ញើមកវិញប៉ុន្តែអ្វីទាំងអស់គ្រាន់តែជាការស្រមៃប៉ុណ្ណោះសេឡាបើកទ្វារឡានចុះពីលើដងខ្លួនរបស់គាត់ធ្ងន់ដូចជាមានអំបិលគាត់បានដើរពី3 ជំហានទៀតហើយឈប់នៅពីក្រោយដើមឈើស្ងួតមួយនៅក្បែរនោះគាត់មិនហ៊ានចូលទៅជិតជាងនេះទេគាត់មិនហ៊ានព្រោះបើគាត់ដើរ1 ជំហានទៀតគាត់នឹងត្រូវទទួលយកការពិតដែលគាត់មិនចង់ជឿអ្នកមីងណាឌីលើកដៃជូតញើសលើថ្ងាសសម្លេងរបស់គាត់ស្អប់ដោយសារអាយុនិងអស់កម្លាំង
បងញ៉ាំទៅញ៉ាំឲ្យច្រើនដើម្បីមានកម្លាំងគឺលោកពូសុខាញ៉ាំតិចញ៉ាំទាំងហត់នឿយតែនៅតែព្យាយាមធ្វើដូចធម្មតាខ្ញុំញ៉ាំគ្រប់គ្រាន់ហើយបងញ៉ាំបន្ថែមទៅមិនអីទេខ្ញុំញ៉ាំប៉ុណ្ណឹងបានហើយពួកគេញ៉ាំរៀងខ្លួននៅអាហារម្ដងបន្តិចដូចជាវាជារបស់ដែលមានតម្លៃបំផុតនៅក្នុងលោកសេឡាងាកមុខចេញភ្នែករបស់គាត់ក្រហមជោកគាត់ខំមាត់យ៉ាងណែនរហូតដល់ហូរឈាមដោយមិនដឹងខ្លួននៅក្នុងគំនិតរបស់គាត់មានសំណួរតែមួយគត់ដែលបន្លឺឡើងម្ដងហើយម្ដងទៀតដូចជាកំបិតចាក់ចូលបេះដូងក៏ខ្ញុំបានផ្ញើលុយមកវិញតើលុយទៅណាខ្យល់បក់មកម្ដងនាំមកនៅសំឡេងដែកប៉ះគ្នាពីចម្ងាយលោកពូសុខាដាក់ចានចុះលើកដៃងើបឡើងខ្នងរបស់គាត់កង់ចុះគួរឲ្យកត់សម្គាល់រាល់ជំហានដើរសុទ្ធតែយឺតដូចជាកំពុងផ្ទុកបន្ទុកមើលមិនឃើញខ្ញុំទៅរើសអេតចាយបន្ថែមទៀតស្អែកបានលុយទិញអង្ករពីសាលាស្ងាត់ស្ងៀមអេតចាយឪពុកខ្ញុំទៅរើសអេតចាយគាត់មានអារម្មណ៍វិលមុខអស់ជាច្រើនឆ្នាំកន្លងមកគាត់តែងតែជឿថាគាត់កំពុងធ្វើត្រូវគាត់ជឿថាប្រាក់រាល់រៀលដែលគាត់ផ្ញើមកវិញគឺជួយឪពុកម្ដាយរបស់គាត់ឲ្យមានជីវិតកាន់តែប្រសើរឡើងគាត់ជឿថាការលះបង់របស់គាត់នៅទីក្រុងមិនមែនឥតន័យទេប៉ុន្តែឥឡូវនេះជំនឿទាំងអស់នោះកំពុងបាក់បែកជាបំណែកអ្នកមីងណាឌីមើលតាមប្តីភ្នែករបស់គាត់ក្រៀមក្រំតែមិននិយាយអ្វីគាត់ងាកមកក៏កំហូបបុកបន្លែបន្តិចញ៉ាំយឺតដៃរបស់គាត់ញ័រតិចប្រហែលជាដោយសារហត់នឿយឬដោយសារឃ្លានខ្លួនខ្ញុំទ្រាំលែងបានទៀតហើយគាត់ថយក្រោយមួយជំហានរួចមួយជំហានទៀតដង្ហើមរបស់គាត់ដកញាប់ជីបចូលលោតញាប់ដូចជាចង់លោតចេញពីទ្រូងគាត់ងាកខ្លួនដើរយ៉ាងលឿនទៅរកឡានដូចជាប្រសិនបើគាត់នៅទីនោះមួយវិនាទីទៀតគាត់នឹងផ្ទុះអារម្មណ៍នៅទីនោះភ្លាមគាត់បើកទ្វារឡានអង្គុយចូលកៅអីអ្នកបើកបរតែមិនបានបញ្ឆេះឡានទេដៃរបស់គាត់ដាក់លើចង្កូតញ័រមិនអាចទេគាត់ខ្សឹបសំឡេងស្អប់គាត់បិទភ្នែកព្យាយាមចងចាំរាល់ពេលដែលគាត់បានផ្ទេរប្រាក់រៀងរាល់ខែជាទៀងទាត់មិនដែលខកខានម្ដងណាឡើយមានខែខ្លះគាត់ធ្វើការបន្ថែមគាត់ថែមទាំងផ្ញើច្រើនជាងនេះទៅទៀតគាត់បានផ្ញើរាប់រយលានរៀលថែមទាំងអាចច្រើនជាងនេះប៉ុន្តែសេឡាបើកភ្នែកមើលទៅបន្ទប់ជួលតូចនោះពន្លឺថ្ងៃលិចកំពុងជះចុះបំភ្លឺតំបន់ទាំងមូលក្នុងពណ៌លឿងទុំស្រាលនៅក្នុងពន្លឺនោះរូបភាពឪពុកម្ដាយរបស់គាត់កាន់តែតូចនិងឯកោគាត់ដកដង្ហើមវែងមួយប៉ុន្តែមិនអាចរក្សាចិត្តស្ងប់បានទៀតទេដំណក់ទឹកភ្នែកមួយហូរចុះតាមថ្ពាល់រួចមួយដំណក់ទៀតតើខ្ញុំបានធ្វើអ្វីខុសគាត់និយាយតិចគ្មានចម្លើយមានតែសំឡេងខ្យល់បក់សំឡេងទឹកព្រែកហូរស្ងៀមនិងការពិតដ៏ឃោរឃៅដែលកំពុងលេចចេញបន្តិចម្ដងនៅចំពោះមុខគាត់សេឡាអន់ក្បាលទៅលើចង្កូតស្មារបស់គាត់ញ័រជាលើកដំបូងបន្ទាប់ពីជាច្រើនឆ្នាំគាត់បានយំដូចក្មេងតូចម្នាក់មិនមែនដោយសារតែភាពក្រីក្រមិនមែនដោយសារតែភាពបរាជ័យនោះទេប៉ុន្តែដោយសារតែគាត់បានដឹងថាមានអ្វីមួយខុសគឺខុសខ្លាំងណាស់អស់រយៈពេល15ឆ្នាំមកហើយប្រសិនបើគាត់មិនរកឃើញការពិតទេនោះប្រហែលជាគាត់នឹងបាត់បង់ឪពុកម្ដាយរបស់គាត់ម្ដងទៀត15ឆ្នាំមុនគឺនៅរសៀលបែបនេះដែរប៉ុន្តែគ្មានក្លិនព្រែកភុកឬជួបផ្ទះបណ្ដោះអាសន្ននោះទេមានតែខ្យល់វាលបក់កាត់វាលស្រូវដែលកំពុងទុំលឿងនិងសំឡេងសត្វបក្សីស្រែកហៅគ្នាទៅវិញទៅមកនៅលើជួរឈើសីនៅចុងភូមិសេឡាឈរនៅមុខទ្វារផ្ទះកាបូបស្ពីចាស់ព្យួរលើស្មាស្បែកជើងជ័រពាក់រហែកដោយសារអស់ជាច្រើនខែដែលគាត់បានរៀននៅឆ្ងាយផ្លូវដីនៅពីមុខគាត់នាំទៅកាន់ផ្លូវជាតិហើយពីទីនោះទៅកាន់ទីក្រុងតែគាត់មិនធ្លាប់បានជន់ជើងទៅដល់ប៉ុន្តែតែងតែជឿថាវាគឺជាកន្លែងតែមួយគត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់គាត់បានអ្នកមីងណាឌីឈោផ្អែកនឹងទ្វារឈើសីដៃរបស់គាត់នៅតែជាប់ម្សៅព្រោះកំពុងធ្វើនំនៅកណ្ដាលគាត់មើលកូនប្រុសភ្នែករបស់គាត់ទាំងមានមោទនភាពនិងព្រួយបារម្ភដូចជាចង់ឃាត់គាត់ឲ្យនៅប៉ុន្តែមិនហ៊ាននិយាយចេញមកលោកពូសុខាឈរនៅពីក្រោយដៃកាន់បារីដែលរលត់តាំងពីពេលណាមិនដឹងគ្រាន់តែមើលសេឡាដោយភ្នែករំពឹងគិតទៅមែនហលីកូនអ្នកមីងណាឌីសួរសំឡេងរបស់គាត់ស្រាលតែញ័រសេឡាងក់ក្បាលកុបាត
ខ្ញុំឡើងទៅភ្នំពេញសាកល្បងសំណាងនៅទីនេះយូរទៅក៏មិនរីកចម្រើនដែរម៉ែប៊ូលោកពូសុខាដកដង្ហើមធំបិទបារីមួយកម្លាំងទោះបីជាបារីនោះបានត្រជាក់ហើយក៏ដោយនៅទីនោះលំបាកណាស់កូនមិនមែនចង់ធ្វើគឺមានការងារនោះទេខ្ញុំដឹងគុសិលាឆ្លើយភ្នែករបស់គាត់មើងម៉ាត់ប៉ុន្តែបើខ្ញុំមិនទៅជីវិតយើងក៏នៅដដែលខ្ញុំមិនចង់ឲ្យពុកម្ដាយលំបាកទៀតទេអ្នកមីងណាឌីងាកមុខចេញជូតទឹកភ្នែកយ៉ាងលឿនត្រង់ក្បាលភ្នែកម៉ែមិនត្រូវការអ្វីទេគ្រាន់តែកូនរស់នៅឲ្យសមរម្យបានហើយយូសេឡាដើរទៅជិតកាន់ដៃម្ដាយក៏ខ្ញុំសន្យាខ្ញុំនឹងធ្វើបានពេលណាខ្ញុំមានលុយខ្ញុំនឹងផ្ញើមកឲ្យពុកម្ដាយខ្ញុំនឹងជួសជុលផ្ទះមិនឲ្យពុកម្ដាយលំបាកទៀតទេគីលោកពូសុខាមើលកូនប្រុសជាលើកដំបូងដែលភ្នែករបស់គាត់ទន់ភ្លន់ចុះមនុស្សប្រុសនិយាយហើយត្រូវតែធ្វើណាកុំឲ្យពាក់កណ្ដាលផ្លូវហើយបោះបង់គឺសេឡាញឹមទាំងក្មេងខ្ចីទាំងមានការតាំងចិត្តគឺខ្ញុំមិនបោះបង់ទេពុកភ្លាមនោះពីក្នុងផ្ទះមានសំឡេងស្ត្រីម្នាក់បន្លឺឡើងទៅហើយហេសេឡាអ្នកមីងស្រីពៅចេញមកដៃកាន់កន្សែងជូតដៃដែលលឿនជាងអ្នកមីងណាឌីអ្នកមីងស្រីពៅគឺជាប្អូនស្រីរបស់ម្ដាយសេឡារស់នៅទីប្រជុំជនក្បែរនោះធ្វើជំនួញតូចតាចដូច្នេះមានជីវភាពធូរធារជាងអ្នកភូមិបាទខ្ញុំត្រៀមនឹងទៅហើយគឺសេឡាឆ្លើយអ្នកមីងស្រីពៅមើលគាត់មួយសន្ទុះពីក្បាលដល់ចុងជើងរួចមកក្បាលឧឡើងទៅទីនោះចាំបាច់ថែខ្លួនឯងមុនកុំល្ងងជឿគេពេកបាទខ្ញុំដឹងគឺអ្នកមីងស្រីពៅងាកមករកអ្នកមីងណាឌីសំឡេងរបស់គាត់បន្ថយចុះដូចជាកំពុងចែករំលែកអាថ៌កំបាំងមួយចាំណាក្រោយនេះបើមានលុយផ្ញើមកឲ្យមីងក៏បានដែរអ្នកមីងណាឌីមិនចេះប្រាថ្នាគារទេផ្ញើមកឲ្យមីងយកទៅឲ្យពុកម្ដាយឯងកុំឲ្យបារម្ភបាត់បង់យូសេឡាស្ងាត់មួយសន្ទុះប៉ុន្តែបន្ទាប់មកមុខក្បាលក៏បាត់អញ្ចឹងក៏បានដែរខ្ញុំមិនសូវចេះរឿងទាំងនោះទេក្អឹមកុំបារម្ភគឺមីងនៅទីនេះមើលថែគ្រួសារឯងហើយគូពាក្យនោះនៅពេលនោះស្ដាប់ទៅធម្មតាណាស់ថែមទាំងធ្វើឲ្យសេឡាមានអារម្មណ៍ស្ងប់ចិត្តទៀតផងគាត់មិនដែលដឹងថាពាក្យនោះក្រោយមកនឹងក្លាយជាចំណុចចាប់ផ្ដើមនៃរឿងសោកនាដកម្មទាំងអស់នោះទេរថយន្តក្រុងចាស់មួយគ្រឿងបានឈប់នៅដើមផ្លូវធូលីហុយត្រឡោមសេឡាអបកាបូបស្ពីរត់ចេញងាកក្រោយមើលជាលើកចុងក្រោយអ្នកមីងណាឌីឈរនៅទីនោះដៃនៅតែដាក់លើខ្លោងទ្វាររីឯលោកពូសុខាងាកមុខចេញដូចជាមិនចង់ឲ្យអ្នកណាម្នាក់ឃើញភ្នែករបស់គាត់ក្រហមខ្ញុំទៅឲ្យពុកម៉ែទៅដោយសុវត្ថិភាពលោកពូសុខានិយាយសំឡេងធ្ងន់ចាំបាច់ថែរក្សាសុខភាពណាកូនគឺអ្នកមីងណាឌីហៅតាមសេឡាឡើងលើរថយន្តរកកន្លែងអង្គុយក្បែរបង្អួចនៅពេលដែលរថយន្តចាប់ផ្ដើមរំកិលគាត់មើលទៅខាងក្រៅឃើញរូបភាពឪពុកម្ដាយរបស់គាត់តូចទៅរួចបាត់បង់ទៅក្រោយជួរដើមឈើគាត់មិនដឹងថាពេលនោះនឹងក្លាយជាពេលចុងក្រោយដែលគាត់បានឃើញពួកគេអស់ជាច្រើនឆ្នាំក្រោយនោះទេរថយន្តបានបើកកាត់វាលស្រែកាត់ផ្លូវដីវែងឆ្ងាយនាំសេឡាទៅកាន់ពិភពលោកមួយដែលខុសគ្នាទាំងស្រុងទីក្រុងបានលេចឡើងនៅចំពោះមុខគាត់ជាមួយនឹងអគារខ្ពស់ចរាចរណ៍កកស្ទះនិងពន្លឺដែលមិនដែលរលត់ប៉ុន្តែអំជាមួយនោះគឺរយៈពេលដែលគាត់មិនធ្លាប់ស្រមៃថ្ងៃដំបូងសេឡាដេកពឹងផ្អែកលើផ្ទះអ្នកស្គាល់គ្នាម្នាក់នៅឆ្ងាយបន្ទាប់មកគាត់បានជួលបន្ទប់ជួលតូចមួយល្មមសម្រាប់ដាក់គ្រែមួយនិងកង្ហាចាស់មួយពេលថ្ងៃគាត់ទៅរកការងារពេលយប់ដេកមើលពីដានឆ្ងល់ថាតើគាត់បានសម្រេចចិត្តខុសឬអត់ការងារដំបូងរបស់គាត់គឺកម្មករសំណង់រៀងរាល់ថ្ងៃគាត់កាន់ស៊ីម៉ង់តលីខ្សាច់ធ្វើការពីព្រឹកព្រលឹមដល់យប់ជ្រៅដៃរបស់គាត់រឹងមាំខ្នងរបស់គាត់ឈឺចាប់ប៉ុន្តែរាល់ពេលដែលគាត់នឹកដល់ឪពុកម្ដាយនៅស្រុកកំណើតគាត់ក៏ខំមាត់ទ្រាំទ្រខែដំបូងនៅពេលដែលទទួលបានប្រាក់ខែសេឡាកាន់ប្រាក់នៅក្នុងដៃបេះដូងលោតលឿនជាងធម្មតាគាត់ទុកបន្តិចដើម្បីបង់ថ្លៃជួលបន្ទប់និងអាហារនៅសល់យកទៅធនាគារគាត់បានទូរស័ព្ទទៅមីងស្រីពៅគឺមីងស្រីពៅឲ្យខ្ញុំមានលុយហើយមីងផ្ញើលេខគណនីមកខ្ញុំផ្ទេរមកឲ្យពុកម្ដាយគឺអ្នកមីងស្រីពៅញឹមតាមទូរស័ព្ទចាំមីងផ្ញើឲ្យផ្ញើប៉ុន្មានក៏បានដែរឪពុកម្ដាយឯងត្រូវការណាស់គឺសេឡាមើលលេខគណនីនៅលើអេក្រង់បញ្ចូលលេខម្ដងមួយដោយប្រុងប្រយ័ត្ន
នៅពេលដែលចុចប៊ូតុងផ្ទេរប្រាក់គាត់មានអារម្មណ៍រីករាយដែលពិបាកពណ៌នាខ្ញុំផ្ញើឲ្យមីងចាំមីងយកទៅឲ្យពុកម្ដាយណាកុំបារម្ភចាំមីងមើលការខុសត្រូវយប់នោះសេឡាដេកលើគ្រែរឹងប៉ុន្តែក្នុងចិត្តធូរស្បើយជាងពេលណាទាំងអស់គាត់ស្រមៃឃើញម្ដាយទទួលបានលុយទិញអាហារបន្ថែមជួសជុលដំបូលផ្ទះឪពុកមិនបាច់ធ្វើការហួសកម្លាំងទៀតទេប៉ុន្មានខែក្រោយមកសេឡាបន្តផ្ញើលុយជាទៀងទាត់ទោះបីជាការងារផ្លាស់ប្ដូរពេលខ្លះកម្មករសំណងពេលខ្លះអ្នកដឹកជញ្ជូនពេលខ្លះសន្តិសុខវេនយប់ប៉ុន្តែគាត់មិនដែលភ្លេចថ្ងៃផ្ទេរប្រាក់នោះទេរាល់ពេលដែលទូរស័ព្ទមកវិញគាត់តែងតែសួរថាឪពុកម្ដាយយ៉ាងម៉េចហើយមីងអ្នកមីងស្រីពៅតែងតែឆ្លើយខ្លីគឺធម្មតាឪពុកម្ដាយឯងនៅតែមានសុខភាពល្អពេលខ្លះសេឡាចង់និយាយផ្ទាល់ជាមួយឪពុកម្ដាយប៉ុន្តែមីងស្រីពៅតែងតែនិយាយថាគឺលោកតាអ្នកយាយចាស់ហើយមិនសូវចេះស្ដាប់ទូរស័ព្ទទេមានអីចាំមីងប្រាប់អ៊ីសេឡាឬដូច្នេះក៏មិនសង្ស័យគាត់គិតធម្មតាថាឪពុកម្ដាយនៅជនបទមិនសូវចេះប្រើបច្ចេកវិទ្យាដូច្នេះការទំនាក់ទំនងលំបាកគឺជារឿងធម្មតាពេលវេលាកន្លងទៅសេឡាក៏ស៊ាំទៅនឹងចង្វាក់ជីវិតនៅទីក្រុងបន្តិចម្ដងគាត់បានប្ដូរទៅធ្វើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយរួចក៏បានឡើងតំណែងខ្ពស់ជាងមុនប្រាក់ចំណូលកាន់តែមានស្ថិរភាពចំនួនទឹកប្រាក់ដែលគាត់ផ្ញើមកវិញក៏កាន់តែច្រើនឡើងមានខែខ្លះគាត់ផ្ញើដល់20លានរៀលថែមទាំងច្រើនជាងនេះប៉ុន្តែនៅក្នុងចិត្តគាត់តែងតែគិតថាប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់រាត្រីមួយក្រោយពេលចេញពីធ្វើការសេឡាអង្គុយម្នាក់ឯងក្នុងបន្ទប់ជួលមើលទៅទូរស័ព្ទគាត់បានបើកមើលសារផ្ទេរប្រាក់ម្ដងទៀតរាល់បន្ទាត់សុទ្ធតែលេចឡើងដូចជាកំណត់ហេតុនៃយុវវ័យទាំងមូលគាត់ញឹមខ្សឹបព្យាយាមបន្តិចទៀតទៅខ្ញុំនឹងត្រឡប់ទៅវិញហើយគាត់មិនដឹងថានៅកន្លែងណាមួយលុយទាំងនោះកំពុងដើរតាមផ្លូវមួយដែលខុសគ្នាទាំងស្រុងហើយពាក្យសន្យាកាលពីឆ្នាំមុនរបស់គាត់ទោះបីជាមិនដែលត្រូវបានបំភ្លេចក៏ដោយក៏កំពុងត្រូវបានបំផ្លាញដោយការពិតមួយដែលគាត់មិនធ្លាប់គិតនៅខាងក្រៅទីក្រុងនៅតែភ្លឺស្វាងសេឡាដេកចុះបិទភ្នែកដោយមានក្តីសុបិនអំពីថ្ងៃត្រឡប់មកវិញដែលឪពុកម្ដាយនឹងញឹមទទួលគាត់នៅក្នុងផ្ទះដ៏កក់ក្ដៅមួយប៉ុន្តែគាត់មិនដឹងថាថ្ងៃដែលគាត់ត្រឡប់មកវិញនឹងមិនដូចអ្វីដែលគាត់ធ្លាប់ស្រមៃនោះទេប៉ុន្មានឆ្នាំដំបូងនៅភ្នំពេញមិនដូចអ្វីដែលសេឡាធ្លាប់ស្រមៃនោះទេទីក្រុងនេះគ្មានកន្លែងសម្រាប់ក្តីសុបិនរ៉ូមែនទិកនោះទេវាដំណើរការដោយចង្វាក់ដ៏ប្រញាប់ប្រញាល់ដោយញើសនិងការប្រកួតប្រជែងដ៏ខ្លាំងក្លាអ្នកណាមិនអាចតាមទាន់នឹងត្រូវបោះបង់ចោលសេឡាយករឿងនោះយ៉ាងឆាប់រហ័សហើយក៏រៀនសម្របខ្លួនយ៉ាងឆាប់រហ័សដែរពីក្មេងប្រុសស្រុកស្រែដែលទើបតែមកពីជនបទសេឡាក៏ស៊ាំទៅនឹងការភ្ញាក់ពីដំណេកតាំងពីព្រលឹមស្រាងជិះឡានក្រុងដែលពេញណែនដោយមនុស្សញ៉ាំនំប៉័ងយ៉ាងលឿននៅមាត់ផ្លូវរួចក៏ប្រញាប់ទៅធ្វើការងារដំបូងគឺកម្មករសំណង់បន្ទាប់មកអ្នកដឹកជញ្ជូនរួចសន្តិសុខវេនយប់រាល់ការងារសុទ្ធតែមានការលំបាករៀងខ្លួនប៉ុន្តែចំណុចរួមគឺសុទ្ធតែហត់នឿយហើយមិនអនុញ្ញាតឲ្យគាត់ធ្វេសប្រហែលឡើយមានថ្ងៃខ្លះសេឡាធ្វើការពីរវេនជាប់គ្នាត្រឡប់មកបន្ទប់ជួលវិញនៅពេលយប់ជ្រៅខ្លួនប្រាណហត់នឿយខ្លាំងប៉ុន្តែនៅតែព្យាយាមងើបអង្គុយពិនិត្យមើលចំនួនលុយនៅក្នុងហោប៉ៅគាត់កត់ត្រាយ៉ាងប្រុងប្រយ័ត្នរាល់ចំណាយរាល់រៀលដែលសន្សំបានរាល់ពេលដែលប្រមូលបានលុយគ្រប់ចំនួនគាត់ក៏យកទៅធនាគារផ្ទេរទៅឲ្យមីងស្រីពៅលើកដំបូងដែលផ្ញើបានប្រាក់ច្រើនជាងប្រហែល10លានរៀលសេឡាកាន់ទូរស័ព្ទហៅភ្លាមមីងឲ្យខ្ញុំទើបតែផ្ទេរលុយរួចហើយមីងចាំបាច់យកទៅឲ្យឪពុកម្ដាយណានៅម្ខាងទៀតនៃខ្សែទូរស័ព្ទសំឡេងមីងស្រីពៅបន្លឺឡើងយ៉ាងធ្លាប់ស្គាល់មីងដឹងហើយឯងគ្រាន់តែខំធ្វើការទៅនៅផ្ទះមានមីងមើលការខុសត្រូវហើយឪពុកម្ដាយបាននិយាយអ្វីអត់មីងក៏ធម្មតាឪពុកឯងនៅតែទៅធ្វើការម៉ែឯងនៅផ្ទះធម្មតាទេជាសេឡាឬដូច្នេះក៏ស្ងប់ចិត្តគាត់មិនគិតជ្រៅជាងនេះទេព្រោះនៅក្នុងគំនិតរបស់គាត់ពេលនោះមានគោលដៅតែមួយគត់គឺរកលុយផ្ញើមកវិញនឹងធ្វើឲ្យជីវិតរបស់ឪពុកម្ដាយកាន់តែប្រសើរឡើង
ពេលវេលាកន្លងទៅសេឡាបានបដូរទៅធ្វើការជាបុគ្គលិកដឹកជញ្ជូនសម្រាប់ក្រុមហ៊ុន Logistics មួយការងារនេះមិនសូវធ្ងន់ដូចកម្មករសំណង់ទេប៉ុន្តែសម្ពាធវិញខ្ពស់ជាងគាត់ត្រូវរៀនពីរបៀបដោះស្រាយឯកសារទំនាក់ទំនងជាមួយអតិថិជនទទួលខុសត្រូវលើទំនិញដំបូងគាត់តែងតែធ្វើខុសត្រូវថ្នាក់លើស្ដីបន្ទោសថែមទាំងមានពេលខ្លះស្ទើរតែត្រូវបណ្តេញចេញពីការងារប៉ុន្តែសេឡាមិនបោះបង់ឡើយគាត់នៅស្នាក់នៅក្រុមហ៊ុនក្រោយម៉ោងធ្វើការរៀនសូត្រពីអ្នកដែលមានបទពិសោធន៍កត់ត្រារាល់កំហុសដើម្បីកុំឲ្យកើតឡើងម្ដងទៀតបន្តិចម្ដងគាត់ធ្វើការបានល្អប្រសើរជាងមុនត្រូវបានគេទុកចិត្តឲ្យទទួលខុសត្រូវបន្ថែមទៀតល្ងាចមួយខណៈកំពុងពិនិត្យទំនិញនៅក្នុងឃ្លាំងប្រធានក្រុមបានហៅគាត់មកសេឡាអញធ្វើបានល្អហើយចាប់ពីសប្តាហ៍ក្រោយឡើងធ្វើជាអនុប្រធានក្រុមទៅសេឡាស្ងាត់ស្ងៀមពីរបីវិនាទីរួចងក់ក្បាលនៅក្នុងចិត្តមានអារម្មណ៍មួយដែលពិបាកពណ៌នាមិនមែនជាភាពរីករាយផ្ទុះឡើងនោះទេប៉ុន្តែជាអារម្មណ៍ធូរស្បើយតិចគាត់ដឹងថាគាត់កំពុងដើរលើផ្លូវត្រូវប្រាក់ចំណូលរបស់គាត់បានកើនឡើងហើយជាមួយគ្នានោះចំនួនទឹកប្រាក់ដែលបានផ្ញើមកស្រុកកំណើតក៏កាន់តែច្រើនឡើងពី10លានរៀលទៅ15លានរៀលមានខែខ្លះឡើងដល់20លានរៀលរាល់ពេលដែលផ្ទេរប្រាក់គាត់តែងតែផ្ញើសារទៅមីងស្រីពៅហើយចម្លើយតែងតែដូចគ្នាគឺមីងទទួលបានហើយឪពុកម្ដាយឯងធម្មតាកុំបារម្ភមានពេលខ្លះសេឡាក៏បានស្នើសុំហៅវីដេអូដើម្បីមើលមុខឪពុកម្ដាយប៉ុន្តែមីងស្រីពៅតែងតែរកហេតុផលនៅជន់បត់អ៊ីនធឺណិតខ្សោយណាស់ហៅមិនបានទេម្យ៉ាងទៀតឪពុកម្ដាយឯងមិនចេះប្រើផងតើឲ្យហៅយ៉ាងម៉េចសេឡាឬដូច្នេះក៏មិនបង្ខំគាត់គិតធម្មតាថាអ្នកចាស់នៅជន់បត់មិនសូវចេះប្រើបច្ចេកវិទ្យារឿងនោះគឺជារឿងធម្មតាពេលខ្លះគាត់នៅតែផ្ញើអំណោយបន្ថែមតាមរថយន្តក្រុងដូចជាសម្លៀកបំពាក់តិចតួចនំបង្អែមថ្នាំបំពន់ប៉ុន្តែគាត់មិនដែលទទួលបានការឆ្លើយតបផ្ទាល់ពីឪពុកម្ដាយឡើយពេលខ្លះសេឡាក៏មានអារម្មណ៍ចម្លែកប៉ុន្តែរាល់ពេលដែលគំនិតនោះលេចឡើងគាត់ក៏បានលួងលោមខ្លួនឯងប្រហែលជាពួកគេខ្មាស់អៀនក្នុងការរំខានឬគ្រាន់តែមិនសូវបង្ហាញក្តីស្រឡាញ់តាមទូរស័ព្ទយប់មួយក្រោយពេលចេញពីធ្វើការសេឡាអង្គុយនៅមុខបន្ទប់ជួលមើលមនុស្សម្នាឆ្លងកាត់នៅលើផ្លូវតូចពន្លឺពណ៌លឿងជះចុះលើស៊ីម៉ង់សើមសំឡេងម៉ូតូសំឡេងនិយាយគ្នាសំឡេងទូរទស្សន៍ពីបន្ទប់ក្បែរគ្នាលីឡំគ្នាទៅជាសំឡេងធម្មតានៃទីក្រុងគាត់បានយកទូរស័ព្ទចេញបើកមើលប្រវត្តិផ្ទេរប្រាក់ឡើងវិញលេខរៀងគ្នាបានលេខឡើងជាទៀងទាត់តាមរៀងរាល់ខែដូចជាខ្សែពេលវេលាមិនដាច់គាត់បានអូសចុះក្រោមរួចឈប់នៅប្រតិបត្តិការថ្មីមួយ20លានរៀលគាត់ញឹមរួចផ្អៀងខ្នងទៅជញ្ជាំងដកដង្ហើមធំមួយប្រហែលជាឥឡូវឪពុកម្ដាយធូរស្បើយហើយគាត់គិតក្នុងចិត្តរូបភាពនៅក្នុងក្បាលរបស់គាត់បានលេចឡើងយ៉ាងច្បាស់ម្ដាយរបស់គាត់ឈរនៅក្នុងផ្ទះបាយដែលស្អាតជាងមុនចម្អិនអាហារដោយស្នាមញឹមធូរស្រាលឪពុករបស់គាត់អង្គុយនៅរានហាលមិនបាច់បារម្ភពីរាល់អាហារទៀតទេរូបភាពទាំងនោះគឺជាកម្លាំងចិត្តដែលជួយគាត់បន្តជារៀងរាល់ថ្ងៃជីវិតរបស់សេឡាក៏ចាប់ផ្ដើមមានស្ថិរភាពគាត់បានផ្លាស់ទៅបន្ទប់ជួលប្រសើរជាងមុនធំជាងបន្តិចមានបង្អួចមើលឃើញផ្លូវតូចគាត់បានទិញម៉ូតូចាស់មួយដើម្បីងាយស្រួលធ្វើដំណើរមិនបាច់ជិះឡានក្រុងរាល់ថ្ងៃគាត់សន្សំសំចៃពេលវេលានិងកម្លាំងនៅក្រុមហ៊ុនសេឡាត្រូវបានដំឡើងតំណែងជាអ្នកគ្រប់គ្រងវេនគាត់ចាប់ផ្ដើមរៀនពីរបៀបគ្រប់គ្រងការងារដោះស្រាយជម្លោះរវាងបុគ្គលិកធ្វើការផ្ទាល់ជាមួយថ្នាក់លើសម្ពាធកាន់តែច្រើនប៉ុន្តែក៏ជាឱកាសសម្រាប់គាត់ដើម្បីទៅមុខទៀតរសៀលមួយក្រោយពេលប្រជុំចប់សេឡាអង្គុយនៅក្នុងបន្ទប់ធ្វើការមើលតាមកញ្ចក់ចេញទៅខាងក្រៅទីក្រុងលាតសន្ធឹងនៅចំពោះមុខអគារខ្ពស់តម្រៀបគ្នាជួរយានយន្តដូចជាខ្សែពន្លឺដែលមិនចេះឈប់គាត់នឹកឃើញថ្ងៃដែលគាត់ចាក់ចេញពីភូមិជាមួយនឹងកាបូបស្ពីចាស់និងពាក្យសន្យាដែលមិនទាន់បានសម្រេច15ឆ្នាំមិនមែនជាពេលវេលាខ្លីនោះទេមានពេលខ្លះគាត់គិតថាគាត់នឹងមិនអាចទ្រាំទ្របានប៉ុន្តែបន្ទាប់មកគាត់នៅតែនៅទីនេះនៅតែបន្តទៅមុខជាលំដាប់
ទូរស័ព្ទរត់ឡើងទាញគាត់ត្រឡប់មកការពិតវិញសារមួយពីមីងស្រីពៅលុយខែនេះមីងទទួលបានហើយឪពុកម្ដាយឯងនៅតែធម្មតាសេឡាមើលសារនោះរួចវីតបវិញក្បាត់ឪពុកម្ដាយមានត្រូវការអ្វីបន្ថែមទេមីងមួយសន្ទុះក្រោយមកមីងឆ្លើយយឺមិនបាច់ត្រូវការអ្វីទេឯងមើលថែខ្លួនឯងទៅគូសេឡាដាក់ទូរស័ព្ទចុះក្នុងចិត្តនៅមានអ្វីមួយដែលមិនច្បាស់លាស់ប៉ុន្តែគាត់ក៏បានបោះបង់គំនិតនោះយ៉ាងលឿនបន្តធ្វើការប៉ុន្មានខែក្រោយមកព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងថ្ងៃនោះជាថ្ងៃសម្រាកដ៏កម្រមួយសេឡាបានចូលទៅហាងលក់ទំនិញក្បែរផ្ទះដើម្បីទិញអីវ៉ាន់នៅលើបញ្ចូលប្រាក់មានសញ្ញាឆ្នោតអេឡិចត្រូនិកមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងលេចធ្លោគាត់ឈរមើលមួយសន្ទុះរួចក៏មិនយល់ថាហេតុអ្វីបានជាគាត់សម្រេចចិត្តសាកល្បងសំណាងគាត់យកសម្បត្តិមួយគាត់និយាយទៅកាន់បុគ្គលិកក្មេងស្រីបានឲ្យគាត់សម្បត្តិវ៉ៃឡតមួយស្នាមញឹមជូនពោគាត់ឲ្យសំណាងល្អសាលាគ្រាន់តែញឹមតិចមិនគិតច្រើនគាត់ទិញសម្បត្តិរួចដាក់ចូលហោប៉ៅរួចត្រឡប់ទៅបន្ទប់ជួលយប់នោះគាត់ពិនិត្យលទ្ធផលដូចជាទម្លាប់ប៉ុន្តែនៅពេលដែលលេខបានលេចឡើងនៅលើអេក្រង់បេះដូងរបស់គាត់ក៏លោតញាប់ភ្លាមគាត់មើលទៅសម្បត្តិនៅក្នុងដៃរបស់គាត់រួចមើលទៅអេក្រង់ម្ដងហើយម្ដងទៀតមិនខុសទេលេខទាំងអស់សុទ្ធតែត្រូវគ្នាសេឡាឈរស្ងៀមនៅក្នុងបន្ទប់មិនជឿភ្នែករបស់គាត់អារម្មណ៍ចម្លែកមួយបានរាលដាលពេញរាងកាយមិនមែនជាភាពរីករាយផ្ទុះឡើងនោះទេប៉ុន្តែជាភាពវិលវល់ដែលពិបាកពណ៌នាគាត់អង្គុយចុះលើគ្រែដៃទាំងពីរកាន់សម្បត្តិជាប់ចំនួនទឹកប្រាក់ដែលបង្ហាញនៅលើអេក្រង់គឺជាចំនួនមួយដែលគាត់មិនធ្លាប់ហ៊ានស្រមៃជាង20 លានរៀលសេឡាបិទភ្នែកដកដង្ហើមវែងមួយនៅក្នុងគំនិតរបស់គាត់មិនបានលេចឡើងរូបភាពរថយន្តទំនើបឬផ្ទះស្អាតនោះទេប៉ុន្តែគឺមុខរបស់ឪពុកម្ដាយទីបំផុតខ្ញុំអាចត្រឡប់ទៅវិញបានហើយគាត់បើកភ្នែកមើលទៅខាងក្រៅបង្អួចទីក្រុងនៅតែភ្លឺស្វាងប៉ុន្តែនៅក្នុងចិត្តរបស់គាត់មានការសម្រេចចិត្តយ៉ាងច្បាស់លាស់គាត់នឹងត្រឡប់ទៅស្រុកកំណើតវិញមិនមែនគ្រាន់តែទៅលេងនោះទេប៉ុន្តែគឺដើម្បីបំពេញពាក្យសន្យាកាលពីឆ្នាំមុននាំឪពុកម្ដាយចេញពីជីវិតលំបាកផ្ដល់ឲ្យពួកគេនៅជីវិតកាន់តែប្រសើរប៉ុន្តែយ៉ាងជ្រៅនៅក្នុងចិត្តអារម្មណ៍មិនស្រណុកមួយនៅតែរងរឹតសាខ្លីភាពស្ងៀមស្ងាត់យូរអង្វែងពេលខ្លះមិនអាចតាក់ទងផ្ទាល់បានសេឡាកាន់សម្បត្តិយ៉ាងណែននៅក្នុងដៃមានអ្វីមួយមិនត្រឹមត្រូវហើយលើកនេះគាត់សម្រេចចិត្តមិនបោះបង់ទៀតទេបន្ទាប់ពីយប់ដែលដឹងថាខ្លួនឈ្នះឆ្នោតវ៉ៃឡតសេឡាស្ទើរតែមិនបានដេកគាត់ដេកលើគ្រែដែលធ្លាប់ស្គាល់មើលទៅពីដានប៉ុន្តែរាល់គំនិតនៅក្នុងក្បាលរបស់គាត់មិនបានវិលជុំវិញលុយទៀតទេអ្វីដែលធ្វើឲ្យគាត់នៅមិនសុខគឺអារម្មណ៍មិនស្រណុកដែលបានរងរឹតឥឡូវនេះស្រាប់តែលេចឡើងយ៉ាងច្បាស់ជាងពេលណាទាំងអស់លុយកាក់ជោគជ័យអ្វីទាំងអស់ស្រាប់តែคล้ายជារឿងបន្ទាប់បន្សំនៅក្នុងក្បាលរបស់គាត់មានសំណួរតែមួយគត់ឪពុកម្ដាយរបស់ខ្ញុំកំពុងរស់នៅយ៉ាងម៉េចព្រឹកថ្ងៃបន្ទាប់សេឡានៅតែទៅធ្វើការដូចធម្មតាប៉ុន្តែគំនិតរបស់គាត់មិនបានផ្ដោតលើការងារទៀតទេនៅក្នុងពេលពិនិត្យទំនិញគាត់តែងតែមើលទូរស័ព្ទដូចជាកំពុងរង់ចាំអ្វីមួយទីបំផុតគាត់សម្រេចចិត្តហៅទៅសំឡេងទូរស័ព្ទរត់យូរណាស់ទើបមានអ្នកទទួលអាឡូសំឡេងមីងស្រីពៅបន្លឺឡើងគឺមីងខ្ញុំនេះសេឡាអញដឹងមានរឿងអីសេឡាស្ទាក់ស្ទើរមួយសន្ទុះគឺមីងឲ្យខ្ញុំនិយាយជាមួយឪពុកម្ដាយបានទេម្ខាងទៀតនៃខ្សែទូរស័ព្ទឆ្ងាត់ពីរបីវិនាទីរួចមីងស្រីពៅឆ្លើយសំឡេងគាត់រៀងឆេវឆាវបន្តិចពីលោកតាអ្នកយាយកំពុងរវល់ឯងមានរឿងអីនិយាយជាមួយអញមកសេឡាជ្រួញចិញ្ចើមក៏រវល់អីមីងខ្ញុំគ្រាន់តែចង់សួរសុខទុក្ខទេតើរវល់ការងារផ្ទះតើអីនៅស្រែចម្ការឯណាទំនេរដូចនៅទីក្រុងឯងសួរអីនិយាយលឿនមកសេឡាកាន់ទូរស័ព្ទយ៉ាងណែនគាត់មិនយល់ថាហេតុអ្វីបានជាគាត់មានអារម្មណ៍មិនស្រណុកបាទឪពុកម្ដាយនៅតែមានសុខភាពល្អទេមីងមានសុខភាពល្អឯងផ្ញើលុយមកទៀងទាត់តើម៉េចមិនមានសុខភាពល្អចម្លើយលឿនពេកខ្លីពេក
ដូចជាពាក្យដែលបាននិយាយម្ដងហើយម្ដងទៀតសេឡាស្ងាត់ពីរបីវិនាទីរួចនិយាយបន្តធ្មេញខ្ញុំគិតថាចុងខែនេះខ្ញុំនឹងត្រឡប់ទៅលេងឪពុកម្ដាយលើកនេះភាពស្ងៀមស្ងាត់អូសបន្លាយយូរជាងមុនត្រឡប់មកធ្វើអីមីងស្រីពៅសួរគឺយូរហើយខ្ញុំមិនបានត្រឡប់ទៅវិញខ្ញុំចង់ទៅមើលឪពុកម្ដាយយឺមិនបាច់ទេនៅទីនេះធម្មតាទេឯងខំធ្វើការរបស់ឯងទៅកូសេឡាមានអារម្មណ៍ថាបេះដូងរបស់គាត់ស្រុតចុះប៉ុន្តែខ្ញុំនឹកឪពុកម្ដាយនឹកក៏ហើយទូរស័ព្ទទៅត្រឡប់មកខ្ជិះខ្ជីលុយខាត់ពេលឯងធ្វើការទៅកុំគិតផ្ទះផ្ដាស់គូសំលេងមីងស្រីពៅមើងម៉ាត់ស្ទើរតែមិនឲ្យគាត់មានឱកាសតបត់សេឡាបិទទូរស័ព្ទប៉ុន្តែអារម្មណ៍នៅក្នុងចិត្តមិនបានធូរស្រាលទេផ្ទុយទៅវិញវាកាន់តែធ្ងន់ទៅគាត់អង្គុយងើយកញ្ចឹងមួយសន្ទុះរួចបើកមើលសារចាស់ម្ដងទៀតអ្វីទាំងអស់សុទ្ធតែដូចគ្នាគឺគាត់សួរសុខទុក្ខមីងឆ្លើយខ្លីគ្មានព័ត៌មានលម្អិតជាក់លាក់គ្មានរឿងរ៉ាវគ្មានអារម្មណ៍មានតែព័ត៌មានទូទៅគំនិតមួយស្រាប់តែលេចឡើងក្នុងក្បាលរបស់គាត់ហេតុអ្វីបានជាខ្ញុំមិនធ្លាប់បាននិយាយផ្ទាល់ជាមួយឪពុកម្ដាយអស់ប៉ុន្មានឆ្នាំនេះគាត់អង្រួនក្បាលព្យាយាមបោះបង់គំនិតនោះប្រហែលជាដោយសារពួកគេមិនសូវចេះប្រើទូរស័ព្ទប្រហែលជាដោយសារអ៊ីនធឺណិតខ្សោយប្រហែលជាដោយសារហេតុផលជាច្រើនទៀតប៉ុន្តែទោះបីជាព្យាយាមរកវិធីពន្យល់ក៏ដោយគាត់នៅតែមិនឃើញថាវាគួរឲ្យជឿថ្ងៃត្រង់សេឡាចេញទៅហាងបាយក្បែរក្រុមហ៊ុនគាត់អង្គុយញ៉ាំម្នាក់ឯងដោយមិនមានអារម្មណ៍អ្វីទាំងអស់នៅក្បែរនោះមិត្តរួមការងារមួយចំនួនកំពុងនិយាយគ្នាលេងយ៉ាងសប្បាយរីករាយអំពីគ្រួសារអំពីផែនការត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យទានចុងសប្តាហ៍នេះខ្ញុំនឹងត្រឡប់ទៅលេងម៉ែខ្ញុំយូរហើយមិនបានទៅម្នាក់និយាយខ្ញុំក៏ដូចគ្នានៅទីនេះធ្វើការយូរទៅក៏នៅផ្ទះដែរសេឡាស្ដាប់ស្ងៀមក្នុងចិត្តស្រាប់តែឈឺចាប់គាត់បានដឹងថាគាត់បានសាំនឹងការនៅឆ្ងាយពីផ្ទះខ្លាំងណាស់រហូតដល់ចាត់ទុកវាជារឿងធម្មតាប៉ុន្តែឥឡូវនេះនៅពេលដែលគិតឡើងវិញចម្ងាយនោះបែរជាគួរឲ្យខ្លាចរសៀលថ្ងៃនោះសេឡាបានទទួលសារមួយពីមិត្តភក្តិចាស់នៅស្រុកកំណើតម្នាក់ឈ្មោះថាប៊ុនធឿនអញឃើញពុកឯងប៉ុន្មានថ្ងៃនេះដើររើសអេតចាយនៅផ្សារមានរឿងអីអត់សេឡាអានចប់បេះដូងដូចជាឈប់លោតមួយវិនាទីគាត់បានទូរស័ព្ទទៅវិញភ្លាមអាឡូប៊ុនធឿនហ៎អើសេឡាហ៎យូរហើយមិនបានតាក់ទងគ្នាតែឯងនិយាយអីមិញនេះពុកខ្ញុំទៅរើសអេតចាយប៊ុនធឿនស្ងាត់មួយសន្ទុះរួចនិយាយយឺតអញឃើញប៉ុន្មានដងហើយគាត់ទៅជាមួយអ្នកភូមិមួយចំនួនប្រមូល10ជាប់កំប៉ុងស្រាបៀរអញស្មានថាឯងដឹងកូសេឡាងើបឈរភ្លាមកៅអីនៅពីក្រោយក៏បន្លឺសំឡេងលាន់ឬមិនអាចទេគាត់ខ្សឹបទៅមានអីមិនស្រួលហោះប៊ុនធឿនសួរអត់អីទេប្រហែលឯងមើលច្រឡំហើយក៏អាចតែអញឃើញដូចគាត់ណាស់គេសេឡាបិទទូរស័ព្ទដៃរបស់គាត់ញ័រតិចគាត់ឈរនៅទីនោះ2-3វិនាទីរួចក៏ដើរយ៉ាងលឿនចេញទៅខាងក្រៅដូចជាត្រូវការខ្យល់ដកដង្ហើមផ្លូវនៅពីមុខនៅតែមានមនុស្សច្រើនក្បាលម៉ូតូឆ្លងកាត់មិនឈប់ប៉ុន្តែនៅក្នុងគំនិតរបស់គាត់ពេលនេះអ្វីទាំងអស់សុទ្ធតែព្រើមិនអាចទេគាត់និយាយពាក្យនោះម្ដងទៀតប៉ុន្តែគាត់កាន់តែនិយាយគាត់កាន់តែមិនជឿលើខ្លួនឯងប្រសិនបើឪពុករបស់គាត់ពិតជាត្រូវទៅរើសអេតចៃមែននោះអ្វីទាំងអស់ដែលគាត់ជឿអស់ជាច្រើនឆ្នាំកន្លងមកសុទ្ធតែខុសសេឡាត្រឡប់ទៅក្រុមហ៊ុនវិញប៉ុន្តែមិនអាចផ្ដោតអារម្មណ៍លើការងារបានទេលេខរៀងគ្នាក្បាលម៉ាស៊ីនបោកគក់នៅពីមុខគាត់សុទ្ធតែគ្មានន័យនៅក្នុងគំនិតរបស់គាត់មានតែរូបភាពបរិសុទ្ធស្គមស្កាំងម្នាក់អោនចុះរើ10ជើរំដងមួយយប់នោះគាត់ត្រឡប់មកបន្ទប់ជួលវិញលឿនជាងធម្មតាគាត់អង្គុយចុះបើកកុំព្យូទ័រយួរដៃចូលទៅកណនីធនាគាររាល់ប្រតិបត្តិការបានលេចឡើងយ៉ាងច្បាស់ជាទៀងទាត់តាមរៀងរាល់ខែគ្មានខែណាដែលខកខានគ្មានចំនួនទឹកប្រាក់ណាដែលខុសទាំងអស់សុទ្ធតែត្រូវបានផ្ទេរទៅតាមចំនួនទឹកប្រាក់ត្រឹមត្រូវតាមពេលវេលាត្រឹមត្រូវគាត់ពង្រីកប្រតិបត្តិការថ្មីបំផុតមួយមើលយ៉ាងម៉ត់ចត់រាល់ព័ត៌មានលម្អិតឈ្មោះអ្នកទទួលលេខគណនីខ្លឹមសារផ្ទេរប្រាក់អ្វីទាំងអស់សុទ្ធតែធម្មតា
ប៉ុន្តែភាពធម្មតានោះហើយដែលធ្វើឲ្យគាត់មានអារម្មណ៍មិនធម្មតាសេឡាផ្អៀងខ្នងទៅកៅអីបិទភ្នែករូបភាពជាបំណែកនៅក្នុងគំនិតរបស់គាត់ចាប់ផ្ដើមច្របូកច្របល់ភាពស្ងៀមស្ងាត់របស់ឪពុកម្ដាយចម្លើយខ្លីរបស់មីងស្រីពៅសាររបស់ប៊ុនធឿននិងរូបភាពដែលគាត់ទើបតែបានឃើញកាលពីសៀវម្សិលមិញអ្វីទាំងអស់ដូចជាកំពុងព្យាយាមប្រាប់គាត់អ្វីមួយគាត់បើកភ្នែកសម្លឹងមើលអេក្រង់មិនអាចរងចាំទៀតទេសេឡាងើបឈរដើរទៅទូខោអាវយកកាបូបស្ពីចាស់ដែលគាត់នៅតែកាន់តាំងពីថ្ងៃចាក់ចេញពីភូមិគាត់បើកវាចាប់ផ្ដើមរៀបចំសម្លៀកបំពាក់ពីរបីឈុតឯកសារចាំបាច់រចលនាសុទ្ធតែមើងម៉ាត់គ្មានការស្ទាក់ស្ទើរទៀតទេទូរស័ព្ទរោទឡើងប៉ុន្តែគាត់មិនបានមើលជាលើកដំបូងបន្ទាប់ពីជាច្រើនឆ្នាំគាត់សម្រេចចិត្តមិនសុំយោបល់មីងស្រីពៅទៀតទេគាត់នឹងរកចម្លើយដោយខ្លួនឯងមុនពេលគេងសាលាឈរក្បែរបង្អួចមើលចុះទៅផ្លូវតូចពន្លឺពណ៌លឿងនៅតែជិះចុះលើដក់ទឹកឆ្លុះបញ្ចាំងពីស្រមោលមនុស្សឆ្លងកាត់គាត់នឹកឃើញពាក្យសន្យាកាលពីឆ្នាំមុននឹកឃើញមុខឪពុកម្ដាយនៅពេលដែលជូនដំណើរគាត់ទៅក៏ខ្ញុំត្រូវតែដឹងការពិតគាត់ខ្សឹបសំឡេងមើងម៉ាត់ទោះបីជាការពិតនោះឈឺចាប់យ៉ាងណាក៏ដោយហើយលើកនេះគាត់នឹងមិនងាកក្រោយទៀតទេរថយន្តក្រុងបានចាក់ចេញពីភ្នំពេញនៅពេលដែលមេឃនៅមិនទាន់ភ្លឺស្រាងសាឡាអង្គុយជិតបង្អួចដៃដាក់លើកាបូបស្ពីភ្នែកមើលទៅខាងក្រៅតែមិនបានឃើញអ្វីពិតប្រាកដទេផ្លូវដីវែងឆ្ងាយជួរអំពូលភ្លើងផ្លូវបានរំកិលបន្តិចម្ដងទៅខាងក្រោយរួចក៏ជំនួសដោយភាពងឹតនៃតំបន់ជីក្រុងរួចក៏វាលស្រែបើកចំហគាត់បានដើរលើផ្លូវនេះម្ដងកាលពី15ឆ្នាំមុននៅពេលដែលចាក់ចេញពីស្រុកកំណើតជាមួយនឹងពាក្យសន្យាលើកនេះត្រឡប់មកវិញនៅក្នុងចិត្តរបស់គាត់មិនមែនជាក្តីសង្ឃឹមសុទ្ធសាធទៀតទេប៉ុន្តែជាអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំងលីឡំជាមួយនឹងការភ័យខ្លាចបន្តិចបន្តួចដែលខ្លួនគាត់ផ្ទាល់ក៏មិនចង់ហៅឈ្មោះដែរអស់រយៈពេលពេញមួយថ្ងៃសេឡាមិនបានគេងរូបភាពបន្តបន្ទាប់គ្នាបានលេចឡើងនៅក្នុងក្បាលរបស់គាត់ឪពុករបស់គាត់អោនចុះរើសអេតចាយម្ដាយរបស់គាត់អង្គុយនៅមុខម្ហូបធម្មតាសារខ្លីរបស់មីងស្រីពៅនិងចំនួនទឹកប្រាក់ដែលបានផ្ទេរជាទៀងទាត់អស់ជាច្រើនឆ្នាំអ្វីទាំងអស់ដូចជាបំណែកដែលមិនត្រូវគ្នាគាត់កាន់តែគិតកាន់តែច្របូកច្របល់នៅពេលដែលរថយន្តឈប់នៅចំណតផ្សារព្រះអាទិត្យបានរះច្បាស់ហើយសាឡាចុះពីលើដកដង្ហើមវែងបរិយាកាសនៅទីនេះខុសគ្នាទាំងស្រុងពីភ្នំពេញមិនមានសំឡេងរំខានគ្មានផ្សែងហុយប៉ុន្តែនៅក្នុងចិត្តរបស់គាត់មិនមានអារម្មណ៍ធូរស្រាលដូចពេលមុនឡើយគាត់បានជិះម៉ូតូឌុបមួយគ្រឿងត្រឡប់ទៅភូមិវិញផ្លូវដែលធ្លាប់ស្គាល់បានលេចឡើងជួររុស័យដំបូលផ្ទះប្រក់ក្បឿងចាស់សំឡេងមាន់រងាវពីចម្ងាយអ្វីទាំងអស់ដូចជានៅដដែលប៉ុន្តែក៏មានអ្វីមួយបានផ្លាស់ប្ដូរដែរសេឡាមិនបាននិយាយច្រើនជាមួយអ្នករត់ម៉ូតូឌុបទេគ្រាន់តែញកក្បាលម្ដុំម្កាលនៅពេលដែលគេសួរនៅពេលដែលម៉ូតូបត់ចូលផ្លូវដែលនាំទៅដល់ផ្ទះរបស់គាត់បេះដូងសេឡាស្រាប់តែលោតញាប់ជាងមុនប៉ុន្តែបន្ទាប់មកគាត់ក៏ឈប់ងប់ផ្ទះនៅពីមុខគាត់មិនដូចនៅក្នុងការចងចាំទៀតទេដំបូលក្បឿងចាស់បានបាក់មួយជ្រុងជញ្ជាំងមានស្នាមប្រឡាក់ខ្លោងទ្វារឫស្សីបានពុកផុយទម្លាក់ខ្លួនទៅម្ខាងទីធ្លាខាងមុខពេញដោយស្មៅដុះខ្ពស់ស្មើជង្គង់គ្មានសញ្ញានៃមនុស្សរស់នៅគ្មានសម្លេងនិយាយគ្មានផ្សែងហុយគ្មានជីវិតអ្វីទាំងអស់សេឡាចុះពីលើម៉ូតូជើងរបស់គាត់ដូចជាលែងមានអារម្មណ៍គាត់ដើរទៅជិតរុញខ្លោងទ្វារតិចវាក៏បន្លឺសម្លេងក្រហមរួចក៏ដួលរំចុះធូលីហុយត្រឡោមគាត់ឈរស្ងៀមនៅកណ្ដាលទីធ្លាមើលជុំវិញគឺមិនអាចទេគាត់ខ្សឹបសម្លេងស្ទើរតែមិនចេញផ្ទះនេះជាកន្លែងដែលគាត់ធំឡើងជាកន្លែងដែលធ្លាប់មានសម្លេងសាច់សម្លេងនិយាយឥឡូវនេះមានតែសម្បុកអទេសស្អាតសេឡាដើរឡើងទៅរៀនហាមើលទៅខាងក្នុងតាមទ្វារដែលបើកបន្តិចគ្មានគ្រឿងសង្ហារឹមគ្មានគ្រែគ្មានតុគ្មានអ្វីទាំងអស់បានបាត់បង់ទៅហើយក្មួយសេឡាមែនទេសំឡេងមួយនៅពីក្រោយធ្វើឲ្យសេឡាភ្ញាក់ព្រឺតស្ត្រីម្នាក់ឈរនៅចម្ងាយប៉ុន្មានម៉ែត្រដែលច្រត់ចង្កេះភ្នែកទាំងភ្ញាក់ផ្អើលទាំងសួរដេញដោលគឺអ្នកមីង6សេឡា
ចំណាំសំឡេងរបស់គាត់ស្អកអ្នកមីង6គឺជាអ្នកចិត្តខាងជាប់របងដែលបានរស់នៅទីនេះតាំងពីគាត់នៅក្មេងគាត់ដើរទៅជិតមើលគាត់យ៉ាងហ្មត់ចត់រួចមកក្បាលពិតជាឯងមែនហើយអព្រះឲ្យស្មានថាឯងមិនដែលត្រឡប់មកវិញទៀតទេសេឡាមិនទាន់បាននិយាយអ្វីផងអ្នកមីង6ក៏បន្តនិយាយសំឡេងរបស់គាត់ស្រាប់តែคล้ายជាខ្លាំងឥឡូវត្រឡប់មកធ្វើអីទៀតឪពុកម្ដាយឯងលំបាកយ៉ាងនេះឯងបោះបង់ចោលអស់ជាង10ឆ្នាំគ្មានពាក្យសួរសុខទុក្ខមួយម៉ាត់សោះកុសលាដូចជាត្រូវគេទះកំភ្លៀងចំគាត់ថយក្រោយមួយជំហានក៏មីងនិយាយអីហ្នឹងខ្ញុំនៅតែផ្ញើលុយមកវិញតើអ្នកមីង6សើចញឹមស្ងួតក៏ផ្ញើលុយឯងផ្ញើឲ្យអ្នកណាពួកយើងនៅទីនេះឃើញទាំងអស់ពុកឯងទៅរើសអេតចាយម៉ែឯងទៅលាងចានឈ្នួលមានឃើញលុយកាអេណាកុសលាក្រវីក្បាលបន្តអ៊ីមិនអាចទេខ្ញុំផ្ញើរៀងរាល់ខែតើមីងមិនដែលខកខានម្ដងណាឡើយអញក៏មិនដឹងថាឯងផ្ញើទៅណាដែរអ្នកមីង6និយាយសំឡេងរបស់គាត់នៅតែមិនស្រណុកប៉ុន្តែបានធូរស្រាលបន្តិចប៉ុន្តែនៅទីនេះអ្នកណាក៏ឃើញឪពុកម្ដាយឯងរស់នៅលំបាកបើឯងមានផ្ញើលុយមែនពួកគាត់មិនដល់ថ្នាក់នោះទេសេឡាមានអារម្មណ៍ថាវិលមុខគាត់មើលទៅផ្ទះម្ដងទៀតដូចជាសង្ឃឹមថានឹងរកឃើញសញ្ញាអ្វីមួយដែលបញ្ជាក់ថាអ្វីទាំងអស់មិនមែនបែបនេះទេឪពុកម្ដាយខ្ញុំឥឡូវនៅណាគាត់សួរសំឡេងញ័រអ្នកមីង6ស្ងាត់ពីរបីវិនាទីរួចដកដង្ហើមធំនៅឯតំបន់ផ្ទះជួលក្បែរព្រែកនៅខាងក្រោយតំបន់ឧស្សាហកម្មមីងស្រីពៅថាគាត់លក់ផ្ទះនេះដើម្បីសងបំណុលរួចក៏ផ្លាស់ទៅកន្លែងផ្សេងលក់ផ្ទះសេឡានិយាយឡើងវិញមិនជឿត្រជាក់របស់គាត់គាត់ថាជំពាក់បំណុលច្រើនមិនលក់មិនអាចសងបានមីងស្រីពៅជាអ្នកមើលការខុសត្រូវទាំងអស់គូសេឡាកាន់ដៃយ៉ាងណែនជំពាក់អីទៅខ្ញុំផ្ញើលុយមកវិញតើពួកយើងក៏មិនយល់ដែរគអ្នកមីង6ឆ្លើយលើកនេះសំឡេងរបស់គាត់រៀងទន់ភ្លន់ចុះប៉ុន្តែឯងក៏គួរតែសួរខ្លួនឯងឡើងវិញ10ឆ្នាំជាងមិនត្រឡប់មកមិនបានតាក់ទងតើអ្នកណាមិនគិតថាឯងបោះបង់ចោលពួកគេសេឡាចង់តបត់ចង់និយាយថាគាត់មិនដែលបោះបង់ឪពុកម្ដាយទេថាគាត់បានធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានប៉ុន្តែពាក្យទាំងនោះបានជាប់នៅក្នុងបំពង់ក៏ព្រោះពីទស្សនៈរបស់អ្នកដែលនៅទីនេះគាត់ពិតជាកូនដែលបានបាត់ខ្លួនម្នាក់យឺមានអ្នកខ្លះថាឯងបានជោគជ័យហើយមិនចង់ត្រឡប់ទៅជន់បត់ទៀតទេគឺអ្នកមីង6និយាយបន្តក៏មានអ្នកខ្លះថាឯងភ្លេចឪពុកម្ដាយតែម្ដងអញក៏មិនជឿទាំងស្រុងដែរប៉ុន្តែឃើញពួកគេលំបាកបែបនេះក៏មិនដឹងនិយាយយ៉ាងម៉េចគឺសេឡាអញក្បាលមិននិយាយអ្វីជាលើកដំបូងដែលគាត់មានអារម្មណ៍យ៉ាងច្បាស់នៅការយល់ច្រឡំដែលអ្នករាល់គ្នាមានចំពោះគាត់វាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេប៉ុន្តែជាក្រសែភ្នែកជាវិធីដែលពួកគេមើលមកគាត់ដូចជាមនុស្សចម្លែកឈប់ទៅអ្នកមីង6និយាយសំឡេងស្រាលជាងមុនក៏បើឯងបានត្រឡប់មកវិញហើយទៅរកឪពុកម្ដាយឯងទៅពួកគេនៅទីនោះប្រហែលជាលំបាកណាស់គឺសេឡាមកក្បាលមិនបានងើបមើលក៏បាត់ខ្ញុំដឹងហើយគាត់ងាកខ្លួនដើរចេញពីទីធ្លារាល់ជំហានដើរដូចជាធ្ងន់ជាងធម្មតានៅពេលដែលចេញដល់ផ្លូវគាត់ឈប់មួយសន្ទុះងាកក្រោយមើលផ្ទះជាលើកចុងក្រោយនោះមិនមែនជាផ្ទះទៀតទេមានតែជាកន្លែងដែលពោពេញទៅដោយអនុស្សាវរីយ៍និងសំណួរដែលមិនទាន់មានចម្លើយសេឡាយកទូរស័ព្ទចេញមើលទៅអេក្រង់សារថ្មីមួយពីមីងស្រីពៅបានលេចឡើងមកដល់ហើយឬនៅគាត់មើលបន្ទាត់អក្សរនោះក្នុងចិត្តមានអារម្មណ៍មួយដែលពិបាកពណ៌នាមិនមែនជាការទុកចិត្តដូចមុនទៀតទេប៉ុន្តែជាការសង្ស័យយ៉ាងច្បាស់លាស់សេឡាមិនបានឆ្លើយគាត់ដាក់ទូរស័ព្ទចូលហោប៉ៅរួចដើរយ៉ាងលឿនចេញទៅផ្លូវធំក្រវីដៃហៅម៉ូតូឌុបមួយគ្រឿងក្បងឲ្យជូនខ្ញុំទៅតំបន់ផ្ទះជួលក្បែរព្រែកនៅខាងក្រោយតំបន់ឧស្សាហកម្មគឺអ្នករត់ម៉ូតូឌុបមើលគាត់មួយសន្ទុះរួចងក់ក្បាលដឹងកន្លែងនោះហើយក្មួយមានអ្នកស្គាល់គ្នានៅទីនោះឬសេឡាស្ងាត់មួយវិនាទីរួចឆ្លើយតិចបាទគ្រួសារខ្ញុំម៉ូតូបានបញ្ឆេះរំកិលលើផ្លូវដែលធ្លាប់ស្គាល់តែចម្លែកខ្យល់បក់កាត់មុខនាំមកនៅក្លិនដីក្លិនចំបើងប៉ុន្តែនៅក្នុងចិត្តសេឡា
មិនមានអារម្មណ៍ស្ងប់ដូចមុនទៀតទេគាត់មើលទៅមុខត្រង់ក្រសែភ្នែករបស់គាត់ក៏ចាប់ផ្ដើមមើងម៉ាត់ទោះជាមានរឿងអ្វីកើតឡើងខ្ញុំក៏ត្រូវតែដឹងការពិតហើយលើកនេះគាត់បានចូលទៅជិតមួយជំហានទៀតហើយផ្លូវដែលនាំទៅកាន់តំបន់ផ្ទះជួលក្បែរព្រែកតូចចង្អៀតនិងភូលបាប់ទាំងសងខាងគឺជាជួរផ្ទះដែលសង់បណ្ដោះអាសន្នដោយសង់កសេចាស់ដំបូលដេរភ្ជាប់ដោយផ្លាស្ទិកនិងឈើពុកផុយទឹកព្រែកភក់អខ្វក់ហូរបណ្ដែតនៅពីក្រោយនាំមកនៅក្លិនសើមនិងសម្រាមសិលាដើរយឺតនៅពេលដែលចូលទៅជិតរាល់ជំហានដើរដូចជាធ្ងន់ទៅគាត់បានឃើញកន្លែងនេះពីចម្ងាយប៉ុន្តែនៅពេលដែលឈរចំពីមុខវាអារម្មណ៍គឺខុសគ្នាទាំងស្រុងមិនមែនគ្រាន់តែជាភាពក្រីក្រនោះទេប៉ុន្តែជាភាពខ្វះខាតដែលអូសបន្លាយចូលទៅក្នុងព័ត៌មានលម្អិតតូចរៀងរាល់ថ្ងៃគាត់ឈប់នៅដើមជួរផ្ទះជួលក្រសែភ្នែករបស់គាត់សម្លឹងមើលរាល់ទ្វាររាល់មនុស្សដែលកំពុងរស់នៅមានអ្នកខ្លះកំពុងចម្អិនអាហារដោយចង្ក្រានធ្យូងមានអ្នកខ្លះអង្គុយដេរសម្លៀកបំពាក់ចាស់មានអ្នកខ្លះគ្រាន់តែអង្គុយស្ងៀមមើលទៅមុខគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍គាត់យូរពេកទេមនុស្សចម្លែកនៅទីនេះក៏មិនមែនជារឿងពិសេសអ្វីដែរសេឡាដកដង្ហើមវែងមួយរួចដើរបន្តគាត់ដឹងថាឪពុកម្ដាយរបស់គាត់នៅចុងជួរប៉ុន្តែគាត់កាន់តែចូលទៅជិតបេះដូងរបស់គាត់កាន់តែលោតញាប់រហូតដល់នៅសល់ប៉ុន្មានជំហានពីបន្ទប់នោះគាត់ក៏ឈប់ទ្វារឈើពុកផុយបើកបន្តិចនៅខាងក្នុងគឺជាកន្លែងតូចចង្អៀតល្មមសម្រាប់ដាក់គ្រែចាស់មួយនិងទទាបមួយពន្លឺពីខាងក្រៅជិះចូលគ្រប់គ្រាន់សម្រាប់គាត់មើលឃើញស្រមោលមនុស្សពីរនាក់ដែលធ្លាប់ស្គាល់យ៉ាងច្បាស់អ្នកមីងណាឌីកំពុងអង្គុយបែរខ្នងទៅទ្វារដៃកាន់កង្ហាក្រដាសក្រវីតិចសក់របស់គាត់បួងយ៉ាងស្អាតសក់ខ្លះធ្លាក់ចុះមកមុខថ្ងាសលោកពូសុខាអង្គុយក្បែរក្នុងកង់ចុះកំពុងប្រុងប្រយ័ត្នដេរសម្លៀកបំពាក់ចាស់មួយដោយម្ជុលនិងអំបោះគ្មានអ្វីប្លែកទេប៉ុន្តែក៏មិនដូចនៅក្នុងការចងចាំរបស់សេឡាទៀតដែរគាត់ឈរនៅទីនោះមិនចូលទៅក្នុងមិនមែនដោយសារមិនចង់នោះទេប៉ុន្តែដោយសារគាត់មិនហ៊ានបើចូលទៅក្នុងពេលនេះគាត់នឹងត្រូវប្រឈមមុខនឹងអ្វីទាំងអស់ជាមួយនឹងក្រសែភ្នែករបស់ពួកគេជាមួយនឹងសំណួររបស់ពួកគេជាមួយនឹងឆ្នាំដែលបានកន្លងទៅហើយគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ទេសេឡាថយក្រោយបន្តិចឈប់អៀងនៅពីក្រោយសឈើពុកផុយមួយនៅក្បែរនោះដូចជាអ្នកខាងក្រៅកំពុងសង្កេតមើលអ្នកមីងណាឌីដាក់កង្ហាចុះមើលទៅខាងក្រៅទ្វារភ្នែករបស់គាត់សម្លឹងមើលទៅមុខមិនឈប់នៅសេឡាឡើយដូចជាគាត់បានក្លាយជាផ្នែកមួយដែលមើលមិនឃើញនៃទេសភាពបងថ្ងៃនេះបានទៅទេគាត់សួរសំឡេងស្រាលលោកពូសុខាឈប់ដេរអាវដែលកំពុងដេរក៏ប្រហែលជាមានទៅរក10ជាកំប៉ុងស្អែកបានលុយទិញអង្ករអ្នកមីងណាឌីស្ងាត់មួយសន្ទុះរួចនិយាយតិចយម្សិលមិញខ្ញុំនៅមានអង្ករបន្តិចប្រហែលជាគ្រប់គ្រាន់ញ៉ាំបានមួយពេលទៀតលោកពូសុខាងក់ក្បាលមិននិយាយអ្វីបន្ថែមការសន្ទនាខ្លីសាមញ្ញប៉ុន្តែរាល់ពាក្យពេចន៍ដូចជាបានសង្កត់លើទ្រូងសេឡាគាត់ងាកមុខចេញភ្នែកក្រហមអ្វីដែលគាត់បានរលែងជាការសង្ស័យទៀតហើយប៉ុន្តែជាការពិតដ៏ច្បាស់លាស់ឪពុកម្ដាយរបស់គាត់ពិតជាកំពុងរស់នៅបែបនោះមែនមួយសន្ទុះក្រោយមកអ្នកមីងណាឌីក្រោកឈរដើរចេញទៅខាងក្រៅកាន់អាំងផ្លាស្ទិកមួយសេឡាប្រញាប់ថយក្រោយបន្ថែមទៀតជៀសវាងកុំឲ្យគាត់មើលឃើញគាត់ដើរកាត់គាត់ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទាំងអស់ខ្លួនខ្ញុំឈរស្ងៀមមិនហ៊ានដកដង្ហើមខ្លាំងគាត់មើលតាមខ្នងស្ដាងរបស់ម្ដាយក្នុងចិត្តឈឺចាប់គំនិតមួយស្រាប់តែលេចឡើងក៏បើខ្ញុំចេញមកពេលនេះតើពួកគេនឹងប្រតិកម្មយ៉ាងម៉េចគាត់ស្រមៃឃើញទិដ្ឋភាពនោះអ្នកមីងណាឌីមើលគាត់ភ្ញាក់ផ្អើលរួចរីករាយលោកពូសុខាក្រោកឈរហើយឈ្មោះគាត់ពួកគេអបគ្នាយំនិយាយពាក្យដែល15ឆ្នាំមកហើយមិនដែលបាននិយាយប៉ុន្តែបន្ទាប់មករូបភាពមួយទៀតបានចូលមកអារម្មណ៍ខកចិត្តសំណួរហេតុអ្វីបានជាឥឡូវទើបកូនត្រឡប់មកវិញហើយអាក្រក់ជាងនេះទៅទៀតហេតុអ្វីបានជាកូនបោះបង់ចោលពុកម៉ែយូរយ៉ាងនេះសេឡាបិទភ្នែកគាត់មិនខ្លាចពួកគេស្ដីបន្ទោសទេគាត់ខ្លាចពួកគេជឿថាគាត់បានបោះបង់ចោលពួកគេ
Quát bạcភ្នែកមើលទៅបន្ទប់តូចម្ដងទៀតលោកពូសុខានៅតែអង្គុយដេកអាវយឺតដោយប្រុងប្រយ័ត្នដូចជាវាជារឿងសំខាន់ណាស់សេឡាបានដឹងថានៅក្នុងកាយវិការរបស់ឪពុកគ្មានការទេសដៀលទេមានតែការទទួលយករឿងនោះធ្វើឲ្យគាត់ឈឺចាប់ជាងសេឡាដកដង្ហើមវែងរួចចេញពីកន្លែងលាក់ខ្លួនគាត់មិនបានចូលទៅក្នុងភ្លាមទេប៉ុន្តែឈប់នៅប៉ុន្មានជំហានពីទ្វារសំឡេងធ្ងន់ព្យាយាមរក្សាចិត្តស្ងប់គឺបាទសុំសួរតិចបានទេលោកពូសុខាងើបមុខឡើងជ្រួញចិញ្ចើមបន្តិចគឺក្មួយរកអ្នកណាសេឡាដើរទៅជិតជាងមុនប៉ុន្តែនៅតែរក្សាគម្លាតក្បាទខ្ញុំមកស្ទាបស្ទង់ដីតំបន់នេះឮថាមានអ្នកនៅទីនេះយូរហើយដូច្នេះខ្ញុំចង់សួរសុខទុក្ខបន្តិចលោកពូសុខាមើលគាត់មួយសន្ទុះរួចងក់ក្បាលពួកយើងនៅទីនេះក៏ប៉ុន្មានឆ្នាំហើយក្មួយសួរអីសេឡាស្ទុះលេបទឹកមាត់សម្លេងរបស់គាត់ត្រូវផ្លាស់ប្ដូរបន្តិចលែងជាសម្លេងដែលធ្លាប់ស្គាល់ទៀតហើយគឺបាទពូនៅទីនេះយូរហើយឬនៅក៏ជិត3ឆ្នាំហើយគឺលោកពូសុខាឆ្លើយគឺមុននោះពូនៅណានៅភូមិមានផ្ទះស្អាតប៉ុន្តែបន្ទាប់មកក៏លក់អស់វឺសេឡាមានអារម្មណ៍ថាបេះដូងរបស់គាត់ឈឺចាប់លក់អស់ហេតុអ្វីទៅពូលោកពូសុខាស្ងាត់មួយសន្ទុះរួចញឹមតិចប៉ុន្តែស្នាមញឹមនោះគ្មានភាពរីករាយបន្តិចសោះគឺជំពាក់បំណុលមិនលក់មិនអាចសងបានកុសលាកាន់ដៃយ៉ាងណែននៅពីក្រោយខ្នងព្យាយាមរក្សាសម្លេងធម្មតាក្បាទអញ្ចឹងពូនៅមានអ្វីទៀតទេពាក្យនោះទើបតែចប់បរិយាកាសដូចជាធ្លាក់ចុះអ្នកមីងណាឌីពីខាងក្រៅដើរចូលមកដាក់អាងទឹកចុះមើលសេឡារួចមើលប្តីគឺមានគាត់និយាយសម្លេងតិចមានកូនប្រុសម្នាក់គឺសេឡាមិនហ៊ានមើលចំភ្នែកម្ដាយគាត់ទៅធ្វើការឆ្ងាយគឺលោកពូសុខាបន្តយូរហើយមិនបានត្រឡប់មកវិញក្បាទប្រហែលគាត់រវល់ការងារហើយគេសេឡានិយាយសម្លេងតិចអ្នកមីងណាឌីញឹមក្រៀមក្រំក្អឹមប្រហែលជាអញ្ចឹងហើយគេភាពស្ងៀមស្ងាត់មួយបានអូសបន្លាយសេឡាមានអារម្មណ៍ថាបំពង់របស់គាត់ស្ទះគាត់ចង់និយាយអ្វីមួយចង់ពន្យល់ចង់និយាយថាគាត់មិនដែលភ្លេចពួកគេប៉ុន្តែគាត់មិនអាចបាទពូបានតាក់ទងជាមួយគាត់ទេសេឡាសួរទោះបីដឹងចម្លើយក៏ដោយអត់ពីលោកពូសុខាក្រវីក្បាលយូរហើយមិនបានតាក់ទងគ្នាប្រហែលជាគាត់មានជីវិតផ្ទាល់ខ្លួនហើយអ្នកមីងណាឌីមើលទៅខាងក្រៅសម្លេងរបស់គាត់ស្រាលដូចខ្យល់ពួកយើងក៏មិនទេសដៀលទេឲ្យតែគាត់រស់នៅបានល្អបានហើយពាក្យនោះធ្វើឲ្យសេឡាស្ទើរតែមិនអាចឈរបានពួកគេមិនទេសដៀលគាត់ពួកគេមិនត្អូញត្អែពួកគេគ្រាន់តែទទួលយកសេឡាអន់ក្បាលមិនឲ្យពួកគេឃើញភ្នែករបស់គាត់បានក្រហមហើយបាទខ្ញុំអរគុណពូមីងខ្ញុំគ្រាន់តែសួរប៉ុណ្ណឹងគាត់ងាកខ្លួនដើរយ៉ាងលឿនចេញទៅខាងក្រៅមុនពេលដែលគាត់មិនអាចទប់អារម្មណ៍បានទៀតចេញពីជួរផ្ទះជួលគាត់ឈប់នៅមាត់ព្រែកដៃទាំងពីរកាន់ជង្គង់ដកដង្ហើមញាប់អារម្មណ៍ដែលបានបង្កអស់រយៈពេលកន្លងមកដូចជាផ្ទុះឡើងគាត់មិនបានស្រែកមិនបានយំជាសម្លេងទេគ្រាន់តែឈរនៅទីនោះទឹកភ្នែកហូរស្ងៀមក៏ខ្ញុំមិនដែលបោះបង់ឪពុកម្ដាយទេគាត់ខ្សឹបសម្លេងបែកញ័រប៉ុន្តែនៅក្នុងភ្នែករបស់ពួកគេខ្ញុំបានបាត់ខ្លួនអស់រយៈពេល15ឆ្នាំហើយគឺសេឡាជូតទឹកភ្នែកឈរត្រង់ខ្លួនក្រសែភ្នែករបស់គាត់លែងព្រើដូចមុនទៀតហើយប៉ុន្តែបានច្បាស់ជាងមុនគាត់បានស្ដាប់គ្រប់គ្រាន់បានឃើញគ្រប់គ្រាន់ហើយឥឡូវនេះគាត់ដឹងថាគាត់ត្រូវធ្វើអ្វីមិនអាចរងចាំទៀតទេមិនអាចឈរមើលពីខាងក្រៅទៀតទេសេឡាងាកក្រោយមើលទៅបន្ទប់តូចដែលឪពុកម្ដាយរបស់គាត់កំពុងនៅក្រសែភ្នែករបស់គាត់ឈប់ពីរបេវិនាទីរួចក៏មើងម៉ាត់គឺត្រូវតែប្រាប់ពួកគេឲ្យដឹងការពិតទោះបីជាការពិតនោះឈឺចាប់យ៉ាងណាក៏ដោយសេឡាមិនបានត្រឡប់ទៅបន្ទប់ជួលភ្លាមទេបន្ទាប់ពីចាក់ចេញគាត់បានដើរតាមមាត់ព្រែកជំហានយឺតតែធ្ងន់ដូចជាកំពុងអូសទាញអតីតកាលទាំងមូលនៅលើស្មាអ្វីដែលគាត់ទើបតែបានឮពីឪពុកម្ដាយរបស់គាត់ផ្ទាល់គឺឈឺចាប់ជាងការចោទប្រកាន់ណាមួយពីអ្នកខាងក្រៅទៅទៀតពួកគេមិនទេសដៀលគាត់មិនត្អូញត្អែគាត់ទេគឺគ្រាន់តែទទួលយកដោយស្ងៀមស្ងាត់
នោះហើយជាអ្វីដែលធ្វើឲ្យគាត់មិនអាចបន្តឈរមើលពីខាងក្រៅបានទៀតទេគាត់ឈប់នៅក្រោមម្លប់ដើមឈើស្ងួតមួយយកទូរស័ព្ទចេញបើកមើលរបាយការណ៍ធនាគារទាំងអស់ដែលបានរក្សាទុកលេខរៀងគ្នាបានលេចឡើងយ៉ាងច្បាស់រាល់ប្រតិបត្តិការមួយមិនខកខានខែណាឡើយគាត់ពង្រីករាល់បន្ទាត់ពិនិត្យឡើងវិញរាល់ព័ត៌មានលម្អិតដូចជាខ្លាចខ្លួនឯងបានច្រឡំគ្មានកំហុសគ្មានខែណាដែលត្រូវបានរំលងលុយទាំងអស់ត្រូវបានផ្ទេរទៅកន្នៃតែមួយគត់កន្នៃរបស់មីងស្រីពៅសេឡាដកដង្ហើមវែងមួយរួចដាក់ទូរស័ព្ទចូលហោប៉ៅលើកនេះគាត់លែងចង់ស្មានទៀតហើយគាត់ត្រូវតែប្រឈមមុខគាត់ត្រឡប់ទៅជួផ្ទះជួវិញបន្ទប់នៅតែដដែលអ្នកមីងណាឌីកំពុងអង្គុយបត់សម្លៀកបំពាក់រីឯលោកពូសុខាកំពុងដេកសម្រាកនៅលើគ្រែចាស់ភ្នែកបិទតែមិនបានគេងសេឡាឈរនៅមុខទ្វារមិនបានលាក់ខ្លួនទៀតទេគាត់គោះទ្វារឈើតិចបាទខ្ញុំសុំចូលបានទេលោកពូសុខាបើកភ្នែកមើលរួចងក់ក្បាលក្អឹមក្មួយចូលមកសេឡាចូលទៅក្នុងលើកនេះគាត់ឈរជិតជាងមុនមិនបានរក្សាគម្លាតដូចមុនទៀតទេក្រសែភ្នែករបស់គាត់មើលត្រង់ទៅមនុស្សពីរនាក់នៅពីមុខព្យាយាមចងចាំរាល់លក្ខណៈពិសេសរាល់ស្នាមជ្រីវជ្រួញបាទមិញខ្ញុំសួរមិនទាន់ច្បាស់ខ្ញុំចង់សួរបន្តិចទៀតគឺអ្នកមីងណាឌីមើលគាត់ដោយចង់ដឹងចង់ងឺក៏ក្មួយសួរទៅសេឡាដាក់កាបូបស្ពីចុះបើកវាយកក្រដាសបោះពុំមួយបាច់ចេញដៃរបស់គាត់ញ័រតិចប៉ុន្តែសំឡេងនៅតែព្យាយាមរក្សាចិត្តស្ងប់ពូបើមានអ្នកណាម្នាក់និយាយថាបានផ្ញើលុយមកឲ្យយើងអស់ជាច្រើនឆ្នាំហើយតែយើងមិនបានទទួលតើពូគិតយ៉ាងម៉េចលោកពូសុខាជ្រួញចិញ្ចើមបើមិនក៏មិនបានទទួលផ្ញើហើយត្រូវតែទទួលតើគឺប៉ុន្តែបើលុយមិនបានមកដល់ដៃយើងតែបែរជាទៅដល់ដៃអ្នកផ្សេងវិញគឺអ្នកមីងណាឌីក្រវីក្បាលគឺរឿងនោះពិបាកជាណាស់អ្នកណានឹងធ្វើបែបនេះសេឡាស្ទុះលេបទឹកមាត់រួចដាក់ក្រដាសនោះលើតុពូមើលនេះទៅគឺលោកពូសុខាលើកដៃងើបអង្គុយកាន់ក្រដាសនោះអ្នកមីងណាឌីក៏គៀកចូលចិត្តមនុស្សទាំងពីរមើលទៅអក្សរលេខរៀងគ្នាប៉ុន្តែមិនយល់ទាំងអស់គឺនេះជាអ្វីលោកពូសុខាសួរនេះជារបាយការណ៍ធនាគារគឺសេឡានិយាយយឺតគឺជាគ្រប់ពេលដែលខ្ញុំអ្នកនោះផ្ញើលុយមកវិញគឺអ្នកមីងណាឌីជ្រួញចិញ្ចើមបើផ្ញើឲ្យអ្នកណាសេឡាមើលត្រង់ទៅគាត់គឺផ្ញើឲ្យមីងស្រីពៅបរិយាកាសនៅក្នុងបន្ទប់ដូចជាកកស្ទះគឺមីងស្រីពៅលោកពូសុខានិយាយឡើងវិញក្បាទសេឡាងក់ក្បាលគឺរៀងរាល់ខែសុទ្ធតែផ្ញើមានខែខ្លះ10លានរៀលមានខែខ្លះ20លានរៀលអស់ជាង10ឆ្នាំគឺអ្នកមីងណាឌីមើលសេឡាភ្នែករបស់គាត់ចាប់ផ្ដើមប្រែប្រួលក៏ក្មួយមិនក៏ក្មួយដឹងរឿងនេះសេឡាមិនបានឆ្លើយភ្លាមគាត់យកទូរស័ព្ទចេញបើកមើលប្រវត្តិប្រតិបត្តិការឲ្យពួកគេមើលនេះជាកណនីអ្នកទទួលលុយគឺរបស់មីងស្រីពៅគឺលោកពូសុខាកាន់ទូរស័ព្ទមើលមួយសន្ទុះរួចប្រគល់វិញខ្ញុំមិនសូវចេះរឿងទាំងនេះទេប៉ុន្តែមិនក៏ផ្ញើឲ្យស្រីពៅព្រោះអ្នកផ្ញើជឿថាម៉េងនឹងយកទៅឲ្យពុកម្ដាយគឺសេឡានិយាយសំឡេងរបស់គាត់ចាប់ផ្ដើមស្អកអ្នកមីងណាឌីក្រវីក្បាលដូចជាមិនចង់ជឿគឺមិនមែនទេស្រីពៅគាត់ជួយពួកខ្ញុំតើគាត់មើលថែពួកខ្ញុំប៉ុន្មានឆ្នាំនេះគឺមើលថែសេឡានិយាយឡើងវិញសំឡេងរបស់គាត់ខ្ពស់ឡើងបន្តិចរួចក៏ទាបចុះវិញបើមើលថែមិនក៏ឪពុកម្ដាយត្រូវរស់នៅទីនេះមិនក៏ឪពុកត្រូវទៅរើសអេតចាយមិនក៏ម៉ែត្រូវទៅខ្ចីលុយទិញអង្ករសំណួរជាប់គ្នាធ្វើឲ្យមនុស្សទាំងពីរស្ងាត់ស្ងៀមអ្នកមីងណាឌីអង្គុយចុះលើកៅអីដៃដាក់លើជង្គង់ភ្នែកសម្លឹងមើលទៅឆ្ងាយគឺស្រីពៅថាលុយតិចណាស់គ្រាន់តែសងបំណុលក៏សងបំណុលអីសេឡាសួរគឺបំណុលចាស់របស់ផ្ទះលុយជួសជុលផ្ទះលុយភ្លើងទឹកសេឡាក្រវីក្បាលសំឡេងរបស់គាត់ឥឡូវលែងរក្សាចិត្តស្ងប់បានទៀតហើយគ្មានបំណុលបែបនោះទេខ្ញុំបានផ្ញើលុយគ្រប់គ្រាន់ដើម្បីឲ្យឪពុកម្ដាយរស់នៅសុខស្រួលមិនមែនគ្រាន់តែគ្រប់គ្រាន់ញ៉ាំនោះទេគឺរស់នៅបានល្អលោកពូសុខាមើលគាត់ភ្នែករបស់គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរគឺក្មួយនិយាយបែបនេះគឺយ៉ាងម៉េចសេឡាឈរស្ងៀម2-3វិនាទីគាត់ដឹងថាពេលនេះមិនអាចជៀសវាងបានទៀតទេគាត់លើកដៃឡើងញ័រតិច
រួចនិយាយយឺតគឺអ្នកផ្ញើលុយនោះគឺខ្ញុំគឺអ្នកមីងណាឌីងើបក្បាលឡើងភ្លាមក្មួយនិយាយអីសេឡាមើលចំភ្នែករបស់គាត់ក៏ខ្ញុំគឺសេឡាភាពស្ងៀមស្ងាត់មួយបានអូសបន្លាយធ្ងន់ធ្ងរដល់ថ្នាក់អាចជើសំឡេងបេះដូងលោតអ្នកមីងណាឌីមើលគាត់ភ្នែកសួរដេញដោលដូចជាកំពុងព្យាយាមផ្គូររូបភាពទាំងពីរចូលគ្នាបរោះនៅពីមុខនឹងកូនប្រុសកាលពីឆ្នាំមុនគឺសេឡាគាត់ខ្សឹបលោកពូសុខាក្រោកឈរដើរទៅជិតមើលយ៉ាងម៉ត់ចត់ជាងមុនធ្វើមិនអាចទេគឺខ្ញុំនេះពុកសេឡានិយាយសំឡេងបែកញ័រគឺខ្ញុំមិនបានផ្លាស់ប្ដូរអ្វីច្រើនទេគ្រាន់តែធំជាងមុនបន្តិចប៉ុណ្ណោះអ្នកមីងណាឌីក្រោកឈរដើរទៅជិតដៃញ័រប៉ះមុខគាត់គឺសេឡាពិតជាកូនមែនឬសេឡាមកក្បាលទឹកភ្នែកបានហូរចុះមកហើយគឺបាត់ខ្ញុំនេះគឺអ្នកមីងណាឌីផ្ទុះសំណើចអបគាត់យ៉ាងណែនលោកពូសុខាឈរក្បែរភ្នែកក្រហមមិនអាចនិយាយអ្វីបានមួយសន្ទុះក្រោយមកអ្នកមីងណាឌីលែងចេញមើលគាត់សំឡេងញ័រគូមិនក៏កូនមិនត្រឡប់មកយូរយ៉ាងនេះសេឡាអនក្បាលក៏ខ្ញុំស្មានថាខ្ញុំបានមើលថែឪពុកម្ដាយបានល្អហើយខ្ញុំផ្ញើលុយមកវិញរៀងរាល់ខែខ្ញុំគិតថាឪពុកម្ដាយរស់នៅបានល្អប៉ុន្តែពួកខ្ញុំមិនបានទទួលទេអ្នកមីងណាឌីនិយាយសំឡេងស្អប់ព្រោះលុយនោះមិនបានមកដល់ដៃឪពុកម្ដាយគូសេឡាឆ្លើយគឺមីងលុយទាំងអស់បានចូលទៅក្នុងកណេរបស់មីងស្រីពៅគឺលោកពូសុខាកាន់ដៃយ៉ាងណែនគឺស្រីពៅយកទាំងអស់សេឡាងមកក្បាលក្បាត់មិនមែនត្រឹមតែលុយទេគឺទាំងសម្បត្តិដែលខ្ញុំផ្ញើក៏ត្រូវបានខាត់ទុកដែរគឺអ្នកមីងណាឌីអង្គុយចុះលើកៅអីទឹកភ្នែកមិនឈប់ហូរក្អប់ព្រះឲ្យអញ្ចឹងអស់ប៉ុន្មានឆ្នាំនេះពួកខ្ញុំរស់នៅបែបនេះដែលកូនមិនដែលបោះបង់ឪពុកម្ដាយសេឡានិយាយសំឡេងរបស់គាត់ស្អប់អ៊ីមិនដែលម្ដងណាឡើយគីលោកពូសុខាងាកមុខចេញដៃញ័រតិចខ្ញុំស្មានថាគាត់ភ្លេចពួកខ្ញុំទៅហើយគឺសេឡាដើរទៅជិតកាន់ដៃឪពុកមិនដែលខ្ញុំធ្វើអ្វីទាំងអស់គឺដើម្បីឪពុកម្ដាយបន្ទប់តូចលិចលង់ក្នុងភាពស្ងៀមស្ងាត់មានតែសំឡេងដកដង្ហើមធំនិងសំឡេងយំសោកការពិតបានលេចចេញមកគ្មានការយល់ច្រឡំទៀតទេគ្មានគម្លាតទៀតទេមានតែឆ្នាំដែលបានបាត់បង់នឹងការពិតដ៏ឈឺចាប់សេឡាឈរនៅទីនោះមើលឪពុកម្ដាយក្រសែភ្នែករបស់គាត់ក៏ចាប់ផ្ដើមមើងម៉ាត់រឿងនេះខ្ញុំនឹងមិនបណ្ដោយឲ្យរួចខ្លួននោះទេបរិយាកាសនៅក្នុងបន្ទប់តូចនៅតែធ្ងន់ធ្ងរបន្ទាប់ពីការពិតត្រូវបានលាតត្រដាងអ្នកមីងណាឌីអង្គុយស្ងៀមនៅលើកៅអីផ្លាស្ទិកដៃទាំងពីរបត់ចូលគ្នាភ្នែកសម្លឹងទៅមុខឥតគោលដៅដូចជាមិនទាន់អាចទទួលយកអ្វីទាំងអស់ដែលទើបតែកើតឡើងបានលោកពូសុខាឈប់ផ្អែកជញ្ជាំងស្មារបស់គាត់ញ័រតិចមុខរបស់គាត់បានលេចចេញនៅអារម្មណ៍ទាំងឈឺចាប់ទាំងកំហឹងរីឯសេឡាគាត់ឈរនៅកណ្ដាលបន្ទប់ក្នុងចិត្តមិនមានភាពច្របូកច្របល់ដូចមុនទៀតទេផ្ទុយទៅវិញមានភាពច្បាស់លាស់ត្រជាក់ស្រេបដូចជាអ្វីទាំងអស់នៅក្នុងខ្លួនគាត់ត្រូវបានរៀបចំឡើងវិញគាត់មិនបាននិយាយអ្វីបន្ថែមទេគាត់គ្រាន់តែយកទូរស័ព្ទចេញមើលទៅអេក្រង់មួយសន្ទុះរួចក៏ដាក់ចូលហោប៉ៅមានរឿងខ្លះមិនចាំបាច់និយាយទៀតទេគឺចាំបាច់ត្រូវធ្វើសំឡេងមួយនៅខាងក្រៅធ្វើឲ្យមនុស្សទាំងបីងាកក្បាលទៅមើលសំឡេងជើងរួចសំឡេងហើយដែលធ្លាប់ស្គាល់បានបន្លឺឡើងបងណាឌីអើយខ្ញុំយកអីវ៉ាន់បន្តិចមកឲ្យបងនេះគូសំឡេងមីងស្រីពៅសេឡាឈរស្ងៀមក្រសែភ្នែករបស់គាត់មិនផ្លាស់ប្ដូរទេប៉ុន្តែដៃរបស់គាត់បានកាន់ណែនទ្វារបើកមីងស្រីពៅដើរចូលមកដៃកាន់ថង់នីឡុងដាក់នំប៉័ងពីរបីដុំនិងបន្លែតិចតួចនៅលើមុខរបស់គាត់នៅតែមានស្នាមញឹមដែលធ្លាប់ស្គាល់ស្នាមញឹមដែលអស់ជាច្រើនឆ្នាំកន្លងមកសេឡាធ្លាប់ជឿថាជាការយកចិត្តទុកដាក់ប៉ុន្តែនៅពេលដែលភ្នែករបស់មីងស្រីពៅប៉ះនឹងសេឡាស្នាមញឹមនោះក៏ភ្លាមក៏សេឡាមីងស្រីពៅស្រែកឡើងសំឡេងរបស់គាត់រៀងរង្គោះរង្គើគ្មានអ្នកណាម្នាក់ឆ្លើយភ្លាមទេសេឡាដើរមួយជំហានទៅមុខក្រសែភ្នែកមើលត្រង់ទៅមីងស្រីពៅគូមីងភ្ញាក់ផ្អើលណាស់ហោះមីងស្រីពៅឈរស្ងៀមរួចក៏ឆាប់រក្សាភាពស្ងប់ស្ងាត់បានឯងត្រឡប់មកវិញតាំងពីពេលណាម៉េចក៏មិននិយាយមួយម៉ាត់ខ្ញុំត្រឡប់មកគ្រប់គ្រាន់ហើយដើម្បីដឹងរឿងទាំងអស់ហើយសេឡាឆ្លើយសំឡេងរបស់គាត់ធម្មតាតែត្រជាក់មីងស្រីពៅញឹមស្អប់
តាក់ថងអីវ៉ាន់ចុះក៏ដឹងរឿងអីនៅទីនេះមានអីឯណាដែលត្រូវដឹងកុសេលាមិននិយាយអ្វីគ្រាន់តែបើកកាបូបស្ពីយកក្រដាសដែលបានរៀបចំទុកចេញដាក់យ៉ាងខ្លាំងចុះលើតុមីងមើលទៅធ្មីងស្រីពើក្រឡេកមើលប៉ុន្តែមិនបានកាន់ឡើងទេអីគេហ្នឹងរបាយការណ៍ធនាគារកុសេលានិយាយលុយទាំងអស់ដែលខ្ញុំផ្ញើមកវិញអស់ជាង10ឆ្នាំបរិយាកាសនៅក្នុងបន្ទប់ដូចជាទាំងណែនមីងស្រីពើជ្រួញចិញ្ចើមគឺឯងផ្ញើលុយមកវិញមីងទទួលបានហើយយកទៅឲ្យពុកម្ដាយឯងមានអីខុសសេឡាផ្ទុះសំណើចប៉ុន្តែមិនមែនជាសំណើចរីករាយនោះទេគឺមីងយកទៅឲ្យមីងយកទៅឲ្យយ៉ាងម៉េចដែលឪពុកម្ដាយខ្ញុំត្រូវទៅរើសអេតចាយត្រូវខ្ចីលុយទិញអង្ករមីងស្រីពើស្ងាត់មួយវិនាទីរួចសំឡេងក៏រឹងមាំជាងមុនឯងនិយាយយ៉ាងនេះគឺយ៉ាងម៉េចអញមើលថែពួកគេប៉ុន្មានឆ្នាំនេះឯងមិនដឹងអ្វីទេកុំនិយាយផ្ដេសផ្ដាសមិនដឹងសេឡាដើរមួយជំហានទៀតក៏ខ្ញុំដឹងទាំងអស់ហើយខ្ញុំដឹងថាលុយទៅណាខ្ញុំដឹងថាអ្នកណារំលោភយកលុយខ្ញុំដឹងថាអ្នកណាខាត់សម្បត្តិគឺមីងស្រីពើថយក្រោយមួយជំហានភ្នែករបស់គាត់ភ្លឹបភ្លែតនៅភាពភ័យស្លន់ស្លោប៉ុន្តែឆាប់លាក់បាំងកុំចោទប្រកាន់ឯងមានភស្តុតាងទេសេឡាមិននិយាយគ្រាន់តែយកទូរស័ព្ទចេញបើកការថតសម្លេងមួយសម្លេងមីងស្រីពៅនៅក្នុងការថតសម្លេងបន្លឺឡើងយ៉ាងច្បាស់គូលុយនោះអញទុកពួកវាចាស់ហើយមិនដឹងចេះប្រើឯណាគឺមីងស្រីពៅមុខស្លេកស្លាំងមីងគិតថាខ្ញុំមិនបានត្រៀមខ្លួនអីសោះឬសេឡានិយាយយឺតក៏ខ្ញុំបានពិនិត្យទាំងអស់ហើយពីធនាគារពីការិយាល័យប្រៃសណីយ៍ទាំងអស់សុទ្ធតែនាំទៅរកមីងលោកពូសុខាដើរទៅមុខសម្លេងរបស់គាត់ញ័រតែពោពេញដោយកំហឹងក៏ស្រីពៅឯងធ្វើបែបនេះជាមួយពួកខ្ញុំមែនឬអ្នកមីងណាឌីមើលប្អូនស្រីទឹកភ្នែកក៏ហូរចេញមកទៀតទៅម៉េចក៏ឯងធ្វើបែបនេះមីងស្រីពៅមើលជុំវិញដូចជាកំពុងរកផ្លូវចេញរួចក៏ស្រាប់តែសម្លេងរបស់គាត់ខ្ពស់ឡើងមិនបានធ្វើពុតទៀតទេអញ្ចឹងម៉េចអញយកនឹងអញយកហើយម៉េចពាក្យនោះបន្លឺឡើងយ៉ាងត្រង់គ្មានការលាក់បាំងទាំងបន្ទប់ស្ងាត់ស្ងៀមអញក៏លំបាកដែរតើធ្មីងស្រីពើបន្តសម្លេងពោពេញដោយកំហឹងពួកឯងគិតថាអញរស់នៅសុខស្រួលណាស់ហ៎អញក៏ត្រូវមើលថែគ្រួសារអញដែរលុយនោះអញទុកមួយចំណែកមានអីខុសទុកមួយចំណែកសេឡានិយាយឡើងវិញភ្នែករបស់គាត់ត្រជាក់ចុះ3,40,000 រៀលនោះជាមួយចំណែករបស់មីងហ៎មីងស្រីពៅមិនឆ្លើយទេប៉ុន្តែភ្នែករបស់គាត់បាននិយាយអ្វីទាំងអស់មីងមិនត្រឹមតែយកលុយទេជាសេឡានិយាយបន្តសំឡេងរបស់គាត់ធ្ងន់ចុះក៏មីងថែមទាំងយកជំនឿចិត្តរបស់ឪពុកម្ដាយខ្ញុំទៀតមីងធ្វើឲ្យពួកគេគិតថាខ្ញុំបោះបង់ចោលពួកគេគឺអញនិយាយបែបនោះដើម្បីឲ្យពួកគេឈប់រងចាំកមីងស្រីពៅជំទាស់គឺឯងនៅណាអស់ជាង10ឆ្នាំមិនត្រឡប់មកវិញមិនមែនបោះបង់ចោលទេតាអីខ្ញុំមិនត្រឡប់មកវិញព្រោះខ្ញុំគិតថាពួកគេកំពុងរស់នៅបានល្អសេឡាឆ្លើយរាល់ពាក្យច្បាស់ព្រោះខ្ញុំជឿមីងពាក្យនោះធ្វើឲ្យមីងស្រីពៅស្ងាត់ស្ងៀមភាពស្ងៀមស្ងាត់ដ៏ធ្ងន់ធ្ងរបានគ្រប់ដណ្ដប់សេឡាយកទូរស័ព្ទចេញចុចលេខអាឡូខ្ញុំនៅអាសយាដ្ឋានបាទពិតហើយខ្ញុំចង់រាយការណ៍ករណីបន្លំយកទ្រព្យសម្បត្តិមីងស្រីពៅភ្ញាក់ព្រឺតក្អែងឯងធ្វើអីហ្នឹងខ្ញុំធ្វើរឿងដែលគួរធ្វើតាំងពីយូរហើយកសេឡានិយាយកុំធ្វើរឿងធំដុំគ្មីងស្រីពៅស្រែកឡើងគឺរឿងគ្រួសារតាអីហើយប៉ូលីសចូលមកធ្វើអីរឿងនេះលែងជាគ្រួសារទៀតហើយកសេឡាឆ្លើយនេះជាច្បាប់យីមិនដល់20នាទីក្រោយមកមន្ត្រីប៉ូលីសឃុំ2នាក់បានមកដល់ពួកគេចូលមកមើលជុំវិញរួចស្នើសុំឲ្យអ្នករាល់គ្នាអង្គុយចុះគឺមានរឿងអ្វីកើតឡើងម្នាក់សួរសេឡាបានបង្ហាញឯកសាររបាយការណ៍ទាំងអស់ការថតសម្លេងគាត់បានពន្យល់យ៉ាងច្បាស់លាស់មិនបន្ថែមមិនបន្ថយមីងស្រីពៅដំបងនៅតែប្រកែកប៉ុន្តែចំពោះភស្តុតាងជាក់លាក់សម្លេងរបស់គាត់ក៏ចាប់ផ្ដើមខ្សោយទៅគាត់បានសារភាពថាបានទទួលប្រាក់ពីសេឡាប៉ុន្តែមិនបានប្រគល់ឲ្យឪពុកម្ដាយរបស់គាត់ទេគាត់មិនបានទេមន្ត្រីសួរមីងស្រីពៅស្ងាត់ស្ងៀមរួចអិនក្បាលក៏ខ្ញុំបានទុកមួយចំណែកនោះប៉ុន្មានមីងមិនឆ្លើយមន្ត្រីបានកត់ត្រារួចនិយាយថាពួកយើងនឹងធ្វើកំណត់ហេតុ
គ្រាន់តែសហការដើម្បីដោះស្រាយបើស្ម័គ្រចិត្តដោះស្រាយផលវិបាកនឹងត្រូវបានពិចារណាកាត់បន្ថយទោសសេឡាឈរក្បែរមិននិយាយអ្វីគាត់មើលមីងស្រីពើក្រសែភ្នែករបស់គាត់លែងមានកំហឹងទៀតហើយប៉ុន្តែជាភាពត្រជាក់ស្រេបគឺមីងនៅមានឱកាសគាត់និយាយគឺសងវិញទាំងអស់ហើយកុំបង្ហាញមុខនៅចំពោះមុខគ្រួសារខ្ញុំទៀតថ្មីងស្រីពើងើបមុខមើលគាត់រួចមើលទៅអ្នកមីងណាឌីភ្នែករបស់គាត់ភ្លឹបភ្លែតនៅអ្វីមួយប៉ុន្តែឆាប់បាត់ទៅវិញក៏បានគាត់និយាយសំឡេងតិចខ្ញុំនឹងសងកំណត់ហេតុត្រូវបានធ្វើរួចប៉ូលីសបានស្នើសុំឲ្យមីងស្រីពើទៅធ្វើការបន្ថែមទៀតដើម្បីបញ្ចប់ឯកសារនៅពេលដែលពួកគេចាក់ចេញបន្ទប់ក៏ស្ងប់ស្ងាត់ទៅវិញអ្នកមីងណាឌីអង្គុយនៅទីនោះភ្នែកក្រហមជោគតែមិនយំទៀតទេលោកពូសុខាឈរក្បែរដៃដាក់លើស្មាភរិយាសេឡាដើរទៅជិតសំឡេងរបស់គាត់ទន់ភ្លន់ចុះពុកម៉ែរឿងទាំងអស់ចប់ហើយគីលោកពូសុខាមើលគាត់មកក្បាលយឺតចប់ហើយប៉ុន្តែអ្នកទាំងបីសុទ្ធតែដឹងថាមិនមែនអ្វីទាំងអស់អាចចប់ភ្លាមនោះទេមានរបួសខ្លះត្រូវការពេលវេលាសេឡាមើលជុំវិញបន្ទប់តូចរួចនិយាយតិចស្អែកខ្ញុំនឹងជូនពុកម៉ែទៅណាអ្នកមីងណាឌីសួរទៅពីទីនេះគឺគាត់មិនបាននិយាយច្រើនទេប៉ុន្តែភ្នែករបស់គាត់បានច្បាស់លាស់គ្រប់គ្រាន់ជីវិតថ្មីមួយគ្មានការបោកប្រាស់គ្មានការយល់ច្រឡំទៀតទេហើយលើកនេះគាត់នឹងមិនបណ្ដោយឲ្យបាត់បង់ពួកគេម្ដងទៀតឡើយព្រឹកស្អែកតំបន់ផ្ទះជួលក្បែរព្រែកនៅតែដូចរាល់ថ្ងៃមានតែនៅក្នុងបន្ទប់តូចចុងជួរបរិយាកាសបានខុសគ្នាទាំងស្រុងពន្លឺព្រះអាទិត្យពេលព្រឹកបានជ្រៀតចូលតាមចន្លោះប្រហោងនៃសង្កសីចាស់ជិះចុះលើដីប្រឡាក់ប៉ុន្តែជាលើកដំបូងបន្ទាប់ពីយូរណាស់មកហើយបន្ទប់មិនមានអារម្មណ៍ធ្ងន់ធ្ងរដូចមុនទៀតទេអ្នកមីងណាឌីភ្ញាក់ពីព្រលឹមប៉ុន្តែមិនប្រញាប់ប្រញាល់ដូចធម្មតាទេគាត់អង្គុយស្ងៀមនៅក្បែរគ្រែមើលជុំវិញបន្ទប់ដូចជាចង់ចាំរាល់ព័ត៌មានលម្អិតដែលធ្លាប់ស្គាល់ទោះបីជារបស់ទាំងនោះគ្មានអ្វីគួរឲ្យស្រណោះក៏ដោយលោកពូសុខាឈរនៅខាងក្រៅទ្វារមើលទៅព្រែកដៃក្នុងក្រោយភ្នែកសម្លឹងទៅឆ្ងាយសេឡាដែលចេញពីខាងក្នុងដៃកាន់កែវទឹកពីរគាត់បានឲ្យមួយកែវទៅឪពុកមួយកែវទៅម្ដាយរួចក៏អង្គុយចុះលើកៅអីផ្លាស្ទិកទល់មុខពុកម៉ែយើងត្រៀមទៅហើយគឺអ្នកមីងណាឌីមើលគាត់សំឡេងនៅមានភាពស្ទាក់ស្ទើរបន្តិចទៅមែនហលីកូនសេឡាងក់ក្បាលក្បាត់ខ្ញុំបានកក់កន្លែងហើយយើងឡើងទៅទីក្រុងមុនរួចគិតបន្តទៀតគឺលោកពូសុខាងាកក្រោយមើលបន្ទប់ម្ដងទៀតរួចងក់ក្បាលតិចទៅគ្មានអីវ៉ាន់ច្រើនត្រូវយកតាមទេសម្លៀកបំពាក់ចាស់ពីរបីឈុតកាបូបតូចមួយដាក់ឯកសារសំខាន់និងសម្ភារៈប្រើប្រាស់តូចមួយចំនួនអ្វីដែលនៅសល់ពួកគេបានទុកចោលទាំងអស់គ្មានអ្វីនៅទីនេះដែលមានតម្លៃគួរឲ្យស្រណោះទេនៅពេលដែលមនុស្សទាំងបីដើរចេញពីជួរផ្ទះជួលអ្នកជិតខាងមួយចំនួនបានមើលតាមមានអ្នកខ្លះងក់ក្បាលជម្រាបសួរមានអ្នកខ្លះគ្រាន់តែឈរមើលដំណឹងអំពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញបានរីករាលដាលយ៉ាងលឿនប៉ុន្តែគ្មានអ្នកណាម្នាក់និយាយច្រើនទេប្រហែលជាពួកគេក៏យល់ថាមានរឿងខ្លះមិនចាំបាច់និយាយបន្ថែមទៀតទេរថយន្តដែលសេឡាជួលបានចតរួចជាស្រេចនៅខាងក្រៅផ្លូវគាត់បានបើកទ្វារជួយម្ដាយឡើងមុនរួចឪពុកនៅពេលដែលទ្វាររបិទសេឡាឈរនៅខាងក្រៅមួយវិនាទីមើលទៅជួរផ្ទះជួលរួចងាកចេញដោយមិនស្ទាក់ស្ទើររថយន្តបានរំកិលចេញពីផ្លូវភក់ល្បាប់ចាក់ចេញពីតំបន់ព្រែកភក់ចាក់ចេញពីអ្វីទាំងអស់ដែលបានភ្ជាប់ជាមួយឆ្នាំដ៏ឈឺចាប់នៅលើរថយន្តគ្មានអ្នកណាម្នាក់និយាយច្រើនទេអ្នកមីងណាឌីអង្គុយក្បែរបង្អួចមើលទៅខាងក្រៅភ្នែកស្ងៀមស្ងាត់លោកពូសុខាអង្គុយត្រង់ដៃដាក់លើភ្លៅដូចជាកំពុងព្យាយាមរក្សាអ្វីមួយមិនឲ្យហៀរចេញសេឡាអង្គុយនៅខាងមុខពេលខ្លះមើលតាមកញ្ចក់មើលក្រោយពុកម៉ែហត់អត់គាត់សួរអត់លោកពូសុខាឆ្លើយខ្លីមួយសន្ទុះក្រោយមកអ្នកមីងណាឌីនិយាយតិចគឺសេឡាកូនរស់នៅទីនោះមានលំបាកអត់សេឡាញឹមតិចក៏មានពេលខ្លះលំបាកប៉ុន្តែឥឡូវធម្មតាហើយគឺអ្នកមីងណាឌីមកក្បាលមិនសួរបន្ថែមប្រហែលជាគាត់មិនត្រូវការដឹងព័ត៌មានលម្អិតទេ
គ្រាន់តែដឹងថាកូនរបស់គាត់ធម្មតាគឺគ្រប់គ្រាន់ហើយរថយន្តបានបើកកាត់វាលស្រែកាត់ផ្លូវដែលធ្លាប់ស្គាល់រួចក៏បន្តិចម្ដងចូលទៅក្នុងទីក្រុងអគារខ្ពស់បានលេចឡើងចរាចរណ៍កាន់តែច្រើនសំឡេងក៏រំខានជាងមុននៅពេលដែលរថយន្តឈប់នៅមុខផ្ទះតូចមួយដែលស្អាតនៅក្នុងផ្លូវតូចស្ងាត់មួយសេឡាងាកចុះពុកម៉ែយើងមកដល់ហើយគឺអ្នកមីងណាឌីមើលជុំវិញដោយភ័យអរនេះជាផ្ទះយើងហ៎កូនបាទខ្ញុំទើបតែជួបបណ្ដោះអាសន្នក្រោយមកយើងនឹងរកកន្លែងល្អជាងនេះគូសេឡាបើកទ្វារជួយឪពុកម្ដាយចុះគាត់បាននាំពួកគេចូលទៅក្នុងផ្ទះមិនធំទេប៉ុន្តែស្អាតមានគ្រឿងប្រើប្រាស់មូលដ្ឋានគ្រប់គ្រាន់បន្ទប់ទទួលភ្ញៀវតូចមួយបន្ទប់គេងមួយផ្ទះបាយមួយអ្នកមីងណាឌីដើរចូលមើលរាល់របស់របរមួយដៃប៉ះធ្នំលើតុកៅអីដូចជាមិនជឿភ្នែករបស់ខ្លួនក៏ផ្ទះស្អាតណាស់គឺគាត់និយាយតិចលោកពូសុខាដើរមួយជុំរួចឈប់នៅមុខបង្អួចមើលទៅផ្លូវតូចនៅទីនេះស្ងាត់គូសាឡាឈោមមើលមនុស្សទាំងពីរក្នុងចិត្តមានអារម្មណ៍មួយដែលគាត់មិនធ្លាប់មានអស់ជាច្រើនឆ្នាំកន្លងមកភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃក្រោយមកអ្វីទាំងអស់បានប្រព្រឹត្តទៅយឺតអ្នកមីងណាឌីចំណាយពេលមួយរយៈដើម្បីសាំទៅនឹងផ្ទះបាយថ្មីជាលើកដំបូងដែលប្រើចង្ក្រានហ្គាសគាត់នៅតែច្រឡំត្រូវសេឡាជួយណែនាំនៅពេលដែលចម្អិនអាហារពេលព្រឹកដំបូងរួចរាល់គាត់ឈរមើលម្ហូបមួយសន្ទុះរួចក៏អង្គុយចុះយូរហើយទើបបានចម្អិនបែបនេះគឺគាត់និយាយសំឡេងតិចលោកពូសុខាវិញចំណាយពេលច្រើននៅរៀនហើអង្គុយមើលមនុស្សម្នាឆ្លងកាត់គាត់មិនស៊ាំនឹងចង្វាក់ជីវិតនៅទីក្រុងទេប៉ុន្តែក៏មិនត្អូញត្អែអ្វីដែរពេលខ្លះគាត់សួរសេឡាពីរបីសំណួរអំពីការងាររួចក៏ស្ងាត់ស្ងៀមទៅវិញរាត្រីមួយមនុស្សទាំងបីអង្គុយញ៉ាំបាយជាមួយគ្នាម្ហូបមិនមានអ្វីពិសេសទេគ្រាន់តែជាមុខម្ហូបសាមញ្ញប៉ុន្តែបរិយាកាសគឺខុសគ្នាទាំងស្រុងពីអាហារនៅតំបន់ផ្ទះជួលសេឡាដួសម្ហូបឲ្យម្ដាយយូម៉ែញ៉ាំឲ្យច្រើនទៅគឺអ្នកមីងណាឌីញ៉ាំតិចក្អឹមម៉ែញ៉ាំគឺលោកពូសុខាមើលម្ដាយកូនទាំងពីររួចនិយាយយឺតគឺសេឡាបាទពុកសុំទោសគឺសេឡាឈប់ងក់អ៊ីមិនក៏ពុកសុំទោសព្រោះពុកបានគិតខុសអំពីកូនលោកពូសុខានិយាយសំឡេងធ្ងន់ឧពុកស្មានថាកូនភ្លេចពួកពុកទៅហើយគឺសេឡាក្រវីក្បាលភ្នែករបស់គាត់ក្រហមយមិនដែរគ្មានរឿងនោះទេប៉ុន្តែពួកពុកបានជឿគឺអ្នកមីងណាឌីនិយាយបន្ថែមសំឡេងស្អុកសេឡាដាក់ចង្កឹះចុះមើលឪពុកម្ដាយពុកម៉ែគ្មានកំហុសទេអ្នកខុសគឺអ្នកដែលបានបោកប្រាស់យើងគ្មានអ្នកណាម្នាក់និយាយអ្វីបន្ថែមទៀតទេប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់នោះមានការយល់ដឹងមួយកំពុងកើតឡើងបន្តិចម្ដងប៉ុន្មានថ្ងៃក្រោយមកសេឡាចាប់ផ្ដើមរៀបចំអ្វីទាំងអស់ឡើងវិញគាត់បានជូនឪពុកម្ដាយទៅពិនិត្យសុខភាពទិញសម្ភារៈប្រើប្រាស់ចាំបាច់បន្ថែមទៀតនិងចំណាយពេលនៅជាមួយពួកគេឲ្យបានច្រើនជាងមុនការងារនៅតែបន្តប៉ុន្តែគាត់លែងប្រញាប់ប្រញាល់ធ្វើវាដូចមុនទៀតហើយរសៀលមួយសេឡាអង្គុយនៅរៀនហាលជាមួយឪពុកពន្លឺថ្ងៃរៀបលេចខ្យល់បក់តិចឪពុករបស់គាត់និយាយថាកូនគិតថានឹងនៅទីនេះរហូតឬលោកពូសុខាងាកមកមិនត្រឡប់ទៅភ្នំពេញវិញទេបាទខ្ញុំនឹងប្តូរការងារមកក្បែរទីនេះខ្ញុំចង់នៅក្បែរពុកម៉ែគូលោកពូសុខាងុកក្បាលមិននិយាយអ្វីប៉ុន្តែភ្នែករបស់គាត់បាននិយាយជំនួសទាំងអស់យប់នោះអ្នកមីងណាឌីអង្គុយក្នុងផ្ទះបាយមើលសេឡារៀបចំរបស់របររួចនិយាយតិចសេឡាម៉ែមិនត្រូវការកូនត្រូវមានបានទេជាសេឡាងាកក្រោយក្បាទម៉ែគ្រាន់តែត្រូវការកូននៅចិត្តប៉ុណ្ណោះគូសេឡាញឹមស្រាលតែមើងម៉ាត់ក្បាទខ្ញុំដឹងពេលវេលាកន្លងទៅរបួសបន្តិចម្ដងត្រូវបានព្យាបាលមិនមែនដោយពាក្យសម្ដីធំដុំនោះទេប៉ុន្តែដោយរឿងតូចរៀងរាល់ថ្ងៃអាហារពេលព្រឹកមួយការសន្ទនាមួយរសៀលមួយអង្គុយជាមួយគ្នាសេឡាដឹងថាគាត់មិនអាចយក15ឆ្នាំដែលបានបាត់បង់មកវិញបានទេប៉ុន្តែគាត់អាចចាប់ផ្ដើមឡើងវិញពីថ្ងៃនេះរាត្រីមួយមនុស្សទាំងបីអង្គុយនៅមុខរៀនហាលផ្ទះមើលទៅមេឃគ្មានអ្វីពិសេសទេគ្រាន់តែជាពេលធម្មតាមួយសេឡាមើលឪពុកម្ដាយរួចនិយាយតិច
កូនបានធ្វើដំណើរយ៉ាងឆ្ងាយទើបយល់រឿងមួយគឺរឿងអីអ្នកមីងណាឌីសួរលុយមិនមែនជារឿងសំខាន់បំផុតទេយីលោកពូសុខាងុកក្បាលសេឡាមើលទៅមេឃរួចញឹមគឺសំខាន់គឺយើងនៅជាមួយគ្នាគ្មានអ្នកណាម្នាក់និយាយអ្វីបន្ថែមទៀតទេប៉ុន្តែលើកនេះភាពស្ងៀមស្ងាត់លែងធ្ងន់ធ្ងរទៀតហើយប៉ុន្តែជាភាពស្ងប់ស្ងាត់ពេញលេញហើយជាលើកដំបូងបន្ទាប់ពីជាច្រើនឆ្នាំសេឡាមានអារម្មណ៍ថាខ្លួនគាត់ពិតជាបានត្រឡប់មកវិញហើយសូមអរគុណដែលបានចំណាយពេលតាមដានសូមប្រាប់ពួកយើងថាអ្នកកំពុងស្ដាប់រឿងនេះពីប្រទេសកម្ពុជាឬពីទីណាហើយទុកមតិយោបល់នៅខាងក្រោមផងរាល់ការ like share និងយោបល់សុទ្ធតែជាកម្លាំងចិត្តសម្រាប់ពួកយើងដើម្បីបន្តបង្ហោះនិងកែលម្អវីដេអូក្រោយទៀតជួបគ្នាក្នុងវីដេអូក្រោយទៀត